ខ្ញុំកណាសិក្សាតាមគម្ពីរពុទ្ធសាសនាប្រគុណម្ចាស់ប្រែធម៌តិរោកមើលព្រះអង្គសម្ដែងប្ររពនិងប្របាទបំវិសាមាននៅក្នុងបត្រៃ3ដកកពីពេតវត្ថុភាគ56តិរោកតដេសុតិដ្ឋានទេសន្តសង្ឃាតដកេសុចទ្វីរពីហាសុតិដ្ឋានតិពួកប្រែតទាំងឡាយមកហើយកាន់ផ្ទះនៃញាតិដោយគិតថាជាផ្ទះរបស់ខ្លួនរមែងឈរនៅចិត្តខាងក្រៅជញ្ជាំងផ្ទះទាំងឡាយខ្លះឈរនៅកន្លែងផ្លូវបែកជា3ផ្លូវបែកជា4ទាំងឡាយខ្លះនៅចិត្តទ្វារក្រុងនិងទ្វារផ្ទះទាំងឡាយខ្លះក្នុងធម៌ថាមានមកមែនអ្នកស្លាប់បើគ្នាមានបុណ្យខ្លាំងស្លាប់ព្រោះទៅកើតជាទេវតាឬក៏មកកើតជាមនុស្សផ្លែតអ្នកណាមានបាបខ្លាំងស្លាប់ព្រោះទៅក៏ទៅកើតក្នុងនរកជ្រៅបាត់ទៅអ្នកណាមានបុណ្យបាបមិនទាន់ច្រើនទេនៅមិនទាន់បានមកមនុស្សមកទេវតាត្រូវកើតកំណើតបដោះអាសន្នមួយគឺប្រែតដែលយើងហៅថាប្រែតតាមពិតមិនទាន់ល្អមិនទាន់អាក្រក់ទេក៏ប៉ុន្តែជាកំណើតមួយសំដៅទៅលើកំណើតអាក្រក់ដែលនៅលើដីនេះដែរគ្នាមិនទាន់បានមកកើតជាមនុស្សហើយក៏មិនទាន់បានទៅកើតជាទេវតាដោយសារខ្វះបុណ្យទៅកើតជាប្រែតកំណើតនេះមាននៅលើដីនេះច្រើនណាស់សម្ដេចព្រះសង្ឃរាជជួនណាតមានជាប់តាមសម្លេងខ្សែអាត់មកលោកថារឿងនេះនេះអស់លោកណាមិនជឿអាត្មាជឿបើកំណើតមនុស្សយើងមាន1លានអ្នកនៅលើដីនឹងមានកំណើតផ្សេងពីមនុស្សយើងនឹងមានដល់តែជាង10លានអ្នកអីផងពីព្រោះមនុស្សយើងសំបីខ្លួនយើងក៏យើងមិនបានកំងខ្លួនឯងថាអញកើតមកដាក់មុខអញ្ចេះដាក់ពវៀនបវែងនេះឆ្អឹងបវែងនេះឲ្យអត់មានទេតសៃអញប្រប៉ុណ្ណេះក៏អត់មានទេណាអ្នកបកើតមកថាធម្មជាតិវាបកើតមកទាំងមនុស្សទាំងសត្វចុះយើងអាចរាប់បានទេតើសត្វមានប្រមាណប្រភេទសត្វមានជើងសត្វអត់ជើងសត្វមានស្លាបសត្វអត់ស្លាបពីសម្ោចពីសម្ើលពីក្រងពីសង្អាសត្វក្អែបខ្ទុយពោះសត្វលើទឹកលើគោកក្នុងដីរាប់មិនអស់ទេកំណើតនៅលើដីនេះមានច្រើនចុះគ្រាន់តែកំណើតដែលយើងមើលឃើញនឹងរាប់មិនអស់ចុះតម្រាំអាមើលមិនឃើញមិនរាប់អស់ហើយយើងអាងថាបើយើងមើលមិនឃើញស្មានថាគ្មានណែចុះបើស្មានថាគ្មានចុះយើងនឹងមានពីណាមកសំបីអាមានខ្លួនយើងនឹងក៏យើងមិនដឹងថាមានមកពីណាមកផងយើងមិនមែនអ្នកកំងទេយើងជារបស់ធម្មជាតិយើងជារបស់ដីទឹកភ្លើងខ្យល់ដែរដោយដើមស្វាយដោះលើដីយើងដើមស្វាយនឹងជារបស់យើងប៉ុន្តែដល់ឲ្យយើងមកកើតលើផែនដីយើងជារបស់ដីតែយើងនឹងជាកម្មរបស់ដីជាចៃរបស់ដីទេហើយដូច្នេះមានកំណើតច្រើនដែលកើតនៅលើដីសម្ដេចព្រះសង្ឃរាជជួនណាតលោកថាសេចក្តីនេះបើសិនជាអស់លោកណាមិនបានសិក្សាគម្ពីរដីកាទេក៏មិនជឿទេហើយក៏ស្មានថាវាគ្មានទេប៉ុន្តែលោកថាមានលោកថាលោកតំណាលពីក្នុងអដ្ឋកថានិយាយពីភិក្ខុមួយអង្គលោកនិមន្តចូលទៅក្រុងអនុរាធបុរៈញោមដើរតាមផ្លូវទៅស្រាប់តែឮស្នូរសំឡេងក្មេងវិយមស្រែកថាលោកតានិមន្តទៅណាជួបម៉ែកណាប្រាប់ផងឲ្យយកអីមកឲ្យអូនហូបវាឃ្លានណាស់ស្រាប់តែលោកងាករមើលអីឯងនៅឯណាអញមើលមិនឃើញហ៎ឮតែសំឡេងពួកប្រែតដឹងថាមនុស្សមិនអាចមើលប្រែតបានទេពីព្រោះប្រែតនេះជាកំណើតមួយដែលមានវិញ្ញាណប៉ុន្តែរូបជាអតិសមានកាយមានមិនប្រកបតើគេចង់និមិត្តឲ្យឃើញបានយើងឃើញអញ្ចឹងហើយបានពួកប្រែតមួយចំនួនវាចូលចិត្តមកដដើមយករូបមនុស្សស្លាប់ណាបានជាចាស់គាត់ប្រយ័ត្នការពារហ្នឹងគេថារូបមនុស្សស្លាប់ទៅជួនកាលមានប្រែតមួយចំនួនមកយកទៅនោះដែលមានរឿងតំណាលថាដូចជាឆ្មាខ្មៅលូតកឡកហ្នឹងឆ្មាហ្នឹងមិនមែនសត្វឆ្មាយើងទេគឺពួកហ្នឹងវាមកយករូបហ្នឹងបានទៅរូបហ្នឹងវានៅដៃនៅជើងនៅឆ្អឹងនៅសាច់អាចដើរបានអាព្រលឹងវាហ្នឹងវាចូលក្នុងរូបហ្នឹងបញ្ជាឲ្យដើរព្រោះវាអត់មានរូបច្បាស់លាស់ម្លោះហើយតលចង់ឲ្យឃើញតលនិមិត្តបានឃើញអញ្ចឹងពួកប្រែតក៏និមិត្តឲ្យឃើញភ្នែកស្រស់បានឃើញហើយតាហ្នឹងលោកតាហ្នឹងក្មេងវាហៅអញ្ចឹងលោកងាកមើលមិនឃើញក្មេងវាដឹងថាពួកមនុស្សមើលអញមិនឃើញទេអញ្ចឹងយកមើមឈើម្ដុំទៅដាក់លើដៃឲ្យឃើញលោកតាហ្នឹងក្តាប់មើមឈើហ្នឹងទៅស្រាប់តែមើលឃើញដើរជិះសឹងតែមិនរួចឃើញអាក្មេងតូចកំពុងតែយំក្មេងធំកំពុងតែលួង
ស្រាប់តែលោកតានឹងដើរមកថាតាមផ្លូវជិះសឹងមិនរួចទៅដល់កន្លែងផ្លូវបំបែកនោះក៏វាមានសัตว์នោះសម្រាលកូនហើយក៏វាជ្រុះសុកនៅកន្លែងហ្នឹងឃើញពួកប្រែតមកក្រុមកំពុងតែដើមគ្នាហូបនឹងឲ្យអាញ៉ៃហើយលោកក៏ស្រែកថាណែវើយណាមានកូននៅខាងក្រោយណាអូនតូចនៅវាយំខ្លាំងណាស់កូនបងប្រាប់ថាឲ្យម៉ែនឹងយកអីទៅឲ្យវាហូបផងស្រាប់តែពួកប្រែតងាកមកស្រហើយចុះលោកតាមិនមើលគេឃើញនេះវាឲ្យមើមស្អីនេះមកអាត្មាពួកប្រែតឃើញអញ្ចឹងស្ទុះវឹងរត់មកតដើមយកមើមនឹងពីដៃលោកមើលលែងឃើញវិញទៅនេះសម្ដេចព្រះសង្ឃរាជជួនណាតលោកបញ្ជាអាត្មាថាតាមពាក្យលោកថាមានពិតប្រកបកំណើតនៅលើដីនេះកំណើតនឹងហើយដែលអាចមករកកូនចៅនោះប្រគុណម្ចាស់កំណើតខ្លះគ្នាឃ្លានដើរលិតដើរហិតដើរស្រូបខ្ទុះឈាមកំរុងសាកសពម៉ូតលិមួកសំបីពីសម័យព្រះនោះប្រែតម្ដាយបដើកូនពីរដើររយចំណីអាហារចុះឡើងឃើញមនុស្សអ៊ូអែនៅក្នុងវត្តចិត្តពុនក៏នឹកថាប្រហែលជាគេចែកអីគ្នាហូបហើយបើអញ្ចឹងយើងចូលទៅគីឡូបានអីហូបនាំកូនពីរនាក់ចូលទៅអត់មានគេចែកអីហូបអីក៏កំពុងតែស្ដាប់ធម៌ហ្នឹងព្រះអង្គកំពុងតែសម្ដែងធម៌ប្រែតម្ដាយឈរឲ្យត្រឹងស្ដាប់ធម៌ស្រាប់តែកូនពៅនោះវាស្រែកយំឡើងថាម៉ែឯងនៅឈរថ្មឹងធ្វើអីកូនឃ្លានណាស់ទៅរកអីហូបម៉ែបញ្យល់ថាកូនឲ្យម៉ែស្ដាប់ធម៌សិនកូនឯងដឹងទេយើងកាលនៅជាមនុស្សមានទ្រព្យសម្បត្តិនឹងគេដែរឥឡូវយើងស្លាប់មកចោលទ្រព្យសម្បត្តិយើងអស់មកកើតក្នុងកំណើតអត់ចំណីអាហារនេះព្រោះតែយើងកាលនៅជាមនុស្សនឹងយើងមិនដែលស្ដាប់ធម៌បានជាយើងមិនយល់បុណ្យមិនយល់បាបមិនចេះពិធីធ្វើឲ្យសុខឥឡូវគេទៅកើតមនុស្សវិញលាន់អត់តែយើងមកកើតក្នុងកំណើតអត់បាយហ្នឹងមកពីយើងមិនដែលបានស្ដាប់ធម៌ស្ដាប់អាងគេឥឡូវបើសិនជាយើងអត់បាយពេលហ្នឹងហើយកូនឯងទ្រាំសិនទៅឲ្យម៉ែស្ដាប់ធម៌សិនទៅកុំឲ្យអនាគតទៅយើងអត់បាយទៀតកូនបងលឺអញ្ចឹងក៏ជួយលួងប្អូនថាអូនឯងកុំយំណាឲ្យម៉ែគាត់ស្ដាប់ធម៌សិនទៅបានប្អូននឹងនៅឈរថ្មឹងប្រពុតក៏ទ្រង់សម្ដែងធម៌ឲ្យប្រែតនឹងបានស្ដាប់រហូតសម្រេចដល់សោតាចេញផុតពីនឹងទៅក៏បានចំណីអាហារនេះរឿងព្រឹត្តិការណ៍ផ្ទាល់ដែលព្រះអង្គគង់នៅក្នុងវត្តចិត្តពុនផងអញ្ចឹងប្រគុណជាអង្គម្ចាស់រឿងថាមកហ្នឹងគឺពួកហ្នឹងដែលដើររកចំណីអាហារអ្នកខ្លះឃ្លានពេកនឹកឃើញទ្របអញខំរទទួលទានបាននៅលើដៃកូនទាំងអស់អានេះប្រៀបដូចថាម៉ែទៅផ្សារអត់បានយកលុយទៅកូនចៅត្រូវផ្ញើលុយកាក់ទៅឲ្យគាត់ម៉ែទៅភ្ជួរស្រែចំការអត់បានដាំបាយទៅយើងត្រូវដាំបាយទៅឲ្យគាត់រីឯអ្នកស្លាប់ទៅគាត់អត់បានវិចយកមាសពេជ្រទៅទេគាត់មានតែបនជាប់ខ្លួនបានធ្វើមកប្រមាណបានតែប៉ុណ្ណឹងបើបននឹងក្រាស់ក្រែលអាចទៅកើតជាមនុស្សទេវតាបានក៏បានហើយបើបននឹងមិនទាន់គ្រប់ទេនៅតែតល់រងចាំកូនអ្នកខ្លះរត់មករកកូនហ្មងមានពីសម័យពុទ្ធកាលមានសេដ្ឋីមួយញោមគាត់មិនជឿបនមិនជឿសិលមិនជឿទានហើយពោលពាក្យប្រមាថកាត់ទានប្រព្រឹត្តអាក្រក់ដល់ពេលគាត់ស្លាប់ទៅគាត់ចោលទ្រព្យសម្បត្តិគាត់ទាំងអស់គាត់ទៅកើតក្នុងកំណើតប្រែតមួយជាបរៈតតោបជីវីលូនលិតខ្ទុះឈាមកំរុងសាកសពម៉ូតលិមួករត់គ្រប់ច្រកលហកដើម្បីរកចំណីអាហារស្រាប់តែនឹកឃើញដល់កូនទ្រព្យអញសម្បត្តិអញនៅលើដៃកូនទាំងអស់កូនអញឡើងធ្វើជាសេដ្ឋីហើយអញទៅរកកូនអញសិនក្រែងលោអញបានចំណីអាហារបរិភោគរត់ទៅរយនេះបាននោះបានរត់មករកកន្លែងកូនគីឡូបានកូនគេឲ្យអីហូបស្រាប់តែមករត់ដល់ផ្ទះកំណើតរបស់គាត់នឹងវិច័យដនកូនគេលែងនៅនឹងបាត់អានឹងដូចស្រុកខ្មែរយើងសពថ្ងៃថាដីវាត្រូវប៉ាន់គេលក់បង្ហើយទៅនៅកន្លែងផ្សេងហើយខ្មោចឪពុកមករកកន្លែងដីចាស់ឬក៏ថាអ្នកខ្លះរត់ទៅនៅអាមេរិកកាំងបារាំងអង់គ្លេសអេស្ប៉ាញ៉ុលបាត់ទៅហើយខ្មោចឪពុកខំមករកកន្លែងចាស់អញ្ចឹងដែរណាហើយរឿងហ្នឹងមករកកន្លែងចាស់ហ្នឹងរកវាមិនឃើញដល់ទៅរត់រឆ្លេឆ្លាទៅរត់ទៅដល់ក្រុងរាជក្រឹសទៅដល់ទៅបង្ហាញខ្លួនឲ្យស្ដេចអាជាតសត្រូវឃើញអាជាតសត្វរាជក៏លេចឃើញភ្លាមក៏ស្រែកផ្លាត់មាត់ទាំងល្ងាចថាណែហើយជិតលោកអ្នកបួសលោកទៅណាឃើញចម្លែកស្មានអ្នកបួសពុទ្ធសាសនាស្រុកហ្នឹងវាច្រើនណាប្រែតនោះក៏ឆ្លើយថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំគឺជាប្រែតប្រែតវាមិនដែលឃើញឮតែគេថាហើយប្រែតនឹងយ៉ាងម៉េចប្រែតនឹងពីមុនមកមនុស្សដូចទៅលោកដែរប៉ុន្តែខ្ញុំនឹងវាមិនជឿសិលវាមិនជឿទានវាមិនបានធ្វើបុណ្យអីខ្ញុំមកកើតកំណើតមួយនេះ
រត់ទៅមនុស្សក៏មិនបានទៅទេវតាក៏មិនបានរត់ទៅចាប់ជាតិកំណើតវិញមិនបានមកកើតក្នុងកំណើតនេះអត់ចំណីអាហារលូនលឹតខ្ទុះឈាមកំរុងសាកសពមូលលិមួកទឹកមាត់ទឹកស្លេះទឹកកំហាកទឹកសបោឃើញរបស់ល្អយកមកស្លៀកពាក់ក៏យកមិនបានទៅជាឆេះទៅជាក្តៅម្លោះហើយខ្ញុំទាញសក់ខ្ញុំយកមកដប់ជុំវិញខ្លួនធ្វើជាខោអាវវាមិនដែលឃើញប្រែតដល់ប្រែតរៀបរាប់ប្រាប់អញ្ចឹងហើយចុះលោកទៅណាយើងមកនេះណាកូនទៅដើររកកូនព្រោះទ្របខ្ញុំខំរកបានប្រមាណមករិះធម្មមិនហ៊ានចាយវាមិនហ៊ានធ្វើបន់ឥឡូវខ្ញុំស្លាប់ចោលទ្របនឹងហើយទ្របនៅលើដៃកូនខ្ញុំអត់បានយកមកជាមួយអញ្ចឹងខ្ញុំឃ្លានខ្ញុំទៅរកកូនគីឡូបានអីហូបមួយម៉ាត់មួយកអីហើយចុះលោករកកូននឹងរកឃើញហើយនៅអត់ឃើញទេឮតំណែងថាគេដូរផ្ទះហើយគេលែងនៅនឹងហើយគេទៅនៅស្រុកអន្តកវិន្ទនគរបាត់ហើយអញ្ចឹងលោកគិតអ្មេចទៀតខ្ញុំទៅតាមរកដល់ស្រុកនោះទៀតឃើញលោបានព្រោះបើមិនទៅខ្ញុំមានអីទីពឹងអត់មានកូនចៅណាធ្វើបន់ឲ្យទេបើអញ្ចឹងខ្ញុំទៅឃើញលោបានអជាត្រូវផ្ដាំតែឥឡូវលោកទៅរកកូនទៅចុះប៉ុន្តែរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែត្រឡប់មកវិញមកប្រាប់ខ្ញុំម្ដងទៀតមកបង្ហាញខ្លួនឲ្យខ្ញុំឃើញម្ដងទៀតព្រោះខ្ញុំវាមិនដែលឃើញប្រែតផ្ទាល់អញ្ចឹងខ្ញុំឃើញទៀតខ្ញុំមានសំណួរច្រើនត្រូវសួរគ្រាន់តែប៉ុណ្ណេះប្រែតហ្នឹងក៏បាត់រូបទៅលិចវាលចូលព្រៃលិចព្រៃចូលវាលធ្វើដំណើរដើរឆ្ងាយស្វែងរកកូនឃើញគេធ្វើបន់ជុំតាណារត់ទៅតំណងក្រែងលោកូនអញធ្វើបន់ឲ្យឃើញមនុស្សអ៊ូអែតាណារត់ទៅតំណងឃើញលោកឆាន់ជុំតាណារត់ទៅតំណងខ្លាចក្រែងលោកូនធ្វើបន់ឲ្យទៅឯនេះអត់ទៅឯនោះអត់គេថាបើសិនជាប្រសងនឹងបកែឆាន់លឿនហើយឆាន់ច្រើនដូចជាតួយ៉ាងអង្គមហាថែនឹងជាដើមនឹងឆាន់មិនទាន់ប្រែតនឹងទេបើគ្នាយកបាននោះគ្នាឃ្លានណាស់ប៉ុន្តែគ្នាលោកយកមិនបានតែលោកទៅជារបស់ឆេះរបស់ក្តៅម្លោះហើយគិតតែពីស្រែកយំរត់ចុះរត់ឡើងស្រាប់តែចាយដន់រត់ទៅដល់ស្រុកអន្តកវិន្ទនគរទៅជួបកូនមែនរកឃើញហើយឃើញកັບកូនឃើញទាំងផ្ទះកូនហើយល្អទៀតចំកូនកំពុងតែធ្វើបន់ទៀតញោមមកចំកូនកំពុងតែធ្វើបន់ប៉ុន្តែវាជារឿងអកុសលទៅវិញព្រោះកូនគេដូរសាសនាបាត់ទៅហើយគេទៅចូលសាសនាផ្សេងបាត់ទៅហើយគេធ្វើបន់តាមបែបផ្សេងគេជប់លៀងតែគ្នាគេសបាយតែគ្នាគេអស់លុយមកសន្ធឹកខ្មោចឪពុកលូកខាងនេះមិនបានលូកខាងនោះមិនបានអង្គុយទៅយំមកចុះកូនអញវាធ្វើអាម៉េចបានជាអញយកមិនបានសោះអង្គុយទៅយំសោកសណោះអត់បានចំណីអាហារអីមួយម៉ាត់សោះឡើយអង្គុយតែបោមក្បាលជាគង់រៀបរាប់កំសត់អញខំរទ្រពសម្បត្តិតាំងពីសក់ខ្មៅរហូតសក់សរិះថាមិនហ៊ានធ្វើបន់មិនហ៊ានធ្វើទៀនទុកចែកគេឲ្យកូនឥឡូវអញមករកកូនហើយតែមួយម៉ាត់កូនមិនឲ្យអញផងយំត្អូញធ្ងោរៀបរាប់ពីការកំសត់នឹកសណោះណាត្រឡប់មកវិញតែម្ដងទាំងអត់គ្មានបានអីមួយម៉ាត់ញោមត្រឡប់មកវិញមកបង្ហាញខ្លួនដល់អាជាតិសត្រូវអជាសត្រូវដឹងរឿងដូចនេះទៅក៏បានធ្វើជាបន់អជាសត្រូវនឹងគឺជាបុត្ររបស់ប្របាទពំពិសាមិញហើយធ្វើបន់នឹងឧទ្ទិសឲ្យប្រែតនឹងក៏បានរួចចាក់ទុកបានចំណីអាហារគេងឯងដែរញោមមើលខាងនេះអ្នកដតីគេធ្វើឲ្យទេបើតាមតកូនខ្លួនឯងអត់បានទេមកពីអីមកពីកូននឹងធ្វើមិនត្រឹមត្រូវមិនបានចូលឧទ្ទិសមិនបានចូលប្រគេនទៅតាមបែបសាសនាលទ្ធិគេដតីផ្សេងអញ្ចឹងអស់លុយមកសន្ធឹកប៉ុន្តែខ្មោចឪពុកអត់អាចទទួលបានទេរឿងនេះហើយប្រគុណជាអង្គម្ចាស់ដែលខ្ញុំកណាលើកឡើងតាមពាក្យចាស់ថាពិតជាមានបងប្អូនខ្លះមកតាមរកសាច់ញាតិសាច់សាលោហិតអញ្ចឹងមែនហើយអញ្ចឹងបើយើងធ្វើទៅពួកញាតិកាយើងបានទទួលទៅមុខតែគេនឹងឲ្យពរយើងឲ្យរកទទួលទានមានបានសុខសាន្តសប្បាយសុវត្ថិភាពធ្វើដំណើរយប់ប្រលប់កុំឲ្យមានឧបសគ្គគ្រោះថ្នាក់ទេវតានិងញាតិកានឹងថែអាសាការពារយើងឲ្យបានសុខឲ្យបានចម្រើនឲ្យពរឲ្យជ័យយើងហើយរហូតដល់អ្នកខ្លះថាពេលមករមិនបានហើយរហូតដល់ជេរដាក់ទំនាយកូនចៅទៀតក៏សឹងតែមានដែរពីព្រោះតែអំណាចសេចក្តីឃ្លានអញ្ចឹងបានជាកូនចៅត្រូវធ្វើឧទ្ទិសទៅនឹងហើយបើយើងធ្វើទៅគាត់មិនទាន់ដឹងក៏ទេវតាជួយដឹងជួយឮដែរព្រោះអាចារ្យបានរៀបចំរណ្ដាប់ហៅអញ្ជើញទេវតានឹងដឹងឮទៅប្រាប់ដល់អ្នកស្លាប់នឹងអាចមកទទួលបាននឹងហើយប្រគុណម្ចាស់ឆ្លើយប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងជាត្រូវមិនដឹងជាខុសបើត្រូវយកចោលបើខុសលុបចេញឆ្លើយឡើងវិញស្រេចលើមហាថែសូមនិមន្តឆេកោកឡោសេអនុថេរៈពេលរួមក្បោះក្បាយណាញោមចម្លើយឆ្លើយហាក់បីដូចជាធ្លាប់ទៅកន្លែងនោះបានច្បាស់យ៉ាងនេះ
lời dân đăng ai và việt đa bày đa có bạc cà đầy chun rực dưỡng slap tới plot cầm nai từ cao nông bạc tập tông về chi ví tay spy rốt đai rồi côn prosray rồi côn prosray thư mình trầm trời tế nâng miền ai phục nâng kho còn nò ngay ọt nhị ai bò phù vời nụ thai o côn trơn có bắt anh chết nụ thai việt đa bày đa khác cho mặt đa chụm nâu châu chất ở rừng mà hô bà hà nó bị ọt đôi kia đi nè khoa châu chất nút nè khoa châu chất niហើយដល់ចឹងចង់សួរអនុថៃចេះថាបើសិនជាបពការីជនស្លាប់ទៅណាគាត់ចង់បរិភោគកាទៀវតើយើងអាចធ្វើយ៉ាងម៉េចដើម្បីឲ្យសម្រេចដល់បំណងរបស់គាត់បានកាទៀវហូបអនុថៃសូមនិមន្តយើងអាចធ្វើកាទៀវខ្លួនឯងក៏បានទិញជាកាទៀវក៏បានប្រគេនប្រសង់ក្តីជូនអាចារ្យជូនយាយជូនតាក្តីយើងឧទ្ទិសផលទៅបានហើយសូមជ្រាបសាធុអញ្ចឹងយើងទិញកាទៀវប្រគេនអនុថៃក្តីជូនអាចារ្យក្តីឬទូទៅឲ្យនឹងបានហើយស្ដាប់បានហើយអញ្ចឹងតាមរយៈអ្នកមានសិលចុះបើគាត់ឃ្លានកាហ្វេអនុថៃត្រូវធ្វើមកទៀតសូមប្រាំដូចតែគ្នានឹងឯងប្រគុណម្ចាស់ទិញកាហ្វេជូនយាយតាឬក៏ប្រគេនប្រសង់ទៅឧទ្ទិសកុសលទៅដូចតែគ្នានឹងបានហើយសូមជ្រាបសាធុជ្រាបទៀតហើយឥឡូវឆ្ងល់ចេះវិញចុះដូចថាគាត់នៅរស់ហ្នឹងក៏ចូលចិត្តអារឿងកាចសាហាវអញ្ចឹងណាក៏បញ្យល់សពកូនអើយឲ្យបាត់ស្លាប់មកយូរអីស្រេកទឹកអារឿងអាកាចសាហាវអាក្តៅខ្លួនហ្នឹងឥឡូវកូនឯងធ្វើជូនឪពុកជូនម្ដាយផងឥឡូវកូនហ្នឹងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យអាកាចសាហាវហ្នឹងបានទៅដល់គាត់អនុថែសូមវិសាជនីមានតែយកអាកាចសាហាវនឹងប្រគេនមហាថែដាក់ឲ្យមហាថែបានទេមហាថែឆាន់អស់តែមួយកែវទេមិនខ្ចីឈប់ឥឡូវទេហើយតលយប់តលអស់មនុស្សណាអាត្មាថាទេតាមពិតមិនមែនអញ្ចឹងទេប្រគុណជាអង្គម្ចាស់គឺរបស់នេះគេហៅថាទានអត់ផលសូម្បីយើងចំណាយក្នុងកម្មវិធីណាមួយ10 20 30 40កេះក៏គ្មានបានបន់អីមកតំណក់ដល់យើងដែរព្រោះរាប់ចូលជាទានអត់ផលហើយមិនត្រឹមតែអត់ផលទេគេយកទៅបរិភោគប្រើប្រាស់កាត់បន្ថយអាយុគេធ្វើឲ្យឆាប់ខូចកាពះខូចពវៀនគេអ្នកខ្លះមិនដឹងកម្មវិធីចម្រើនបច្ចុប្បន្នអីខំដាក់តង្កេះមកទទួលភ្ញៀវចប់បាត់មិនមែនការទេហើយក៏មិនមែនជប់លៀងដែរគឺបុណ្យថ្ងៃបុណ្យគឺថាយើងរាល់ថ្ងៃលបុលមិនបានកាន់សិលថ្ងៃបុណ្យគឺជាថ្ងៃកូនចៅទាំងអស់មកកាន់សិល5យ៉ាងហើយកាន់បានតែមួយយប់មួយថ្ងៃហ្នឹងទៅរយៈពេលប្រហែលឆ្នាំហ្នឹងបើមិនដែលបានកាន់សោះកាន់តែមួយយប់មួយថ្ងៃហ្នឹងឲ្យបានទៅហើយបើមិនបានមួយយប់មួយថ្ងៃសុំឲ្យកាន់បានមួយថ្ងៃហ្នឹងទៅពាក្យថាធ្វើបុណ្យគឺកាន់សិល5ហ្នឹងឯងអញ្ចឹងបានជាអាចារ្យរៀបវេហ្នឹងគេឲ្យកូនចៅហ្នឹងសមាទានសិលរៀបសូត្រមុនមិញហ្នឹងក៏សមាទានសិលកម្មវិធីធ្វើបុណ្យគឺកម្មវិធីកាន់សិល5ទាំងអស់គ្នាហើយសិល5រាប់ពីបាណាទិនាកាមេមុសាដល់តែចុងក្រោយសូរាហើយដូចគេចាស់អាហ្នឹងទៅអត់យកមកប្រាស់ទេហើយបើយើងចង់ប្រើប្រាស់អាត្មាមិនមែនហាមគាត់ទេឲ្យឈប់កម្មវិធីបុណ្យសិនឬក៏ថាពិធីការពិធីជប់លៀងអីក៏ប្រើឲ្យចុះប៉ុន្តែបើក្នុងកម្មវិធីបុណ្យដាច់ខាតកុំឲ្យប្រើតែប្រើទៅវាខូចកម្មវិធីចាប់ចំបុណ្យសិនទៅណាវាខូចអញ្ចេះញោមមានទី1គឺយើងនឹងអត់បានកាន់សិលគឺដាច់សិលហ្មងយើងធ្វើឧទ្ទិសទៅឲ្យម៉ែឪមុននឹងវេគេឲ្យសមាទានសិលនៅពេលដែលយើងសមាទានសិលទៅសិលយើងកំពុងស្អាតមិនទាន់ដាច់យើងចូលប្រគេនបានបុណ្យច្រើនអ្នកខ្លះគាត់ប្រកែកថាសមាទានសិលស្អីបើខ្ញុំមិនទាន់កាន់សិលខ្ញុំនៅក្មេងតែសមាទានសិលទៅយប់នឹងដាច់វិញគង់តែរឹតតែបាបអត់ទេមាន1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់សោះតាំងពីកើតមកបានកាន់សិលឬ1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់សោះដូច្នេះយើងដាំដំណាំយើងយកដំណាំទៅដាំត្រូវជីកដីសិនហើយជ្រោយដីហ្នឹងឲ្យសឹមដាក់ដាំបានវាដុះល្អយ៉ាងណាមិញសិលជាផែនដីគុណធម៌ដតីការធ្វើទានហ្នឹងជាពូជមុននឹងធ្វើទានហ្នឹងមានន័យថាយើងធ្វើសិលសិនគឺយើងជ្រោយដីកាប់ដីសិនបានយើងដាក់ដើមឈើដាំទៅវាដោះយើងសមាទានសិលសិនបានយើងប្រគេនទានទៅបានបនពេញបានជារៀបវេគេឲ្យកូនចៅសមាទានសិលដល់តែមើលមាត់មែនតែនទៅអាចារ្យនាំសមាទានសិលឃើញតែយាយតាជាភ្ញៀវអ្នកសមាទានកូនចៅអង្គុយថ្មឹងអានឹងហើយដែលគេហៅខុស
ខុសពីក្បួនណាអញ្ចឹងត្រូវសមាទានសិលតាមខ្លះថាអេសមាទានអីមិនតាន់ថ្វាយខ្លួនគង់អាយុនឹងដាច់វិញវាមិនតាន់យប់ទេសមាទានហើយនៅស្អាតចេះកំពុងតែអង្គុយនៅមុខលោកចូលប្រគិនសិលកំពុងស្អាតបរិសុទ្ធស្អាតល្អណាស់ឧទ្ទិសផលចប់ហើយដល់យប់វាដាច់អីដាច់ទៅធ្វើម៉េចបើយើងមិនតាន់ថ្វាយខ្លួនពេលវាដាច់ពេលយប់ជិះវាក្រាន់បើយើងអត់សោះណែអានឹងមួយណាញោមមួយទៀតបាន1ម៉ោង2ម៉ោងជីវិតយើងវាមិនទៀងត្រូវស្លាប់ពេលណាជាមានសិលនឹងខ្លួនក៏ក្រាន់បានគេឲ្យសមាទានសិលនឹងឯងហើយបើសិនជាវាខាតបុណ្យមានចេះអាត្មាធ្លាប់នៅតាមស្រុកស្រែខ្លះញោមម្ចាស់ទាននឹងកូនចៅទៅដប់ប្រសង់លេងជិះម៉ូតូទៅត្រឡប់មកវិញកាន់ដៃម៉ូតូមួយខាងដៃមួយខាងកាយវិការរហូតដេចគុណណាប៉ុនកណាអញ្ចេះមួយភ្ញៀវអញ្ចេះនិយាយពីទេសនាតាំងពីវត្តមកដល់រួងប៉ុនឯហែអាត្មាអង្គុយពីក្រោយទៅស្ដាប់ហើយកាន់ដៃម៉ូតូជាកោតមួយខាងទៅជិះទៅជ្រុលបន្តិចទៅប្រងតប៉ះឡានគេអាត្មានឹងអស់ព្រលឹងម្ដងឯងមិនដឹងជាដល់រួងប៉ុននេះមិនដល់ទេជួនកាលកណាអ្នកប៉ុនអ្នកទៀនណាដេចគុណកណាអ្នកប៉ុនអ្នកទៀនគឺថាមិនដែលខានទេផ្ទះញោមកណាញោមញាតបងប្អូនណាហើយវាដៃវាជើងទៅជ្រុលបន្តិចទៅប្រងទៅរកឡានគេហ្នឹងមួយទៅដល់ពេលចូលមកអ្នកខ្លះវាខាតខ្លាំងត្រង់ថាខ្លាច់ធំមាត់លើលោកអត់ហ៊ានចូលទេអាចារ្យហៅឲ្យមិនក៏មិនមកដែរអាឡ័យខ្លាច់ធំមាត់លើលោកហ្នឹងហើយអាហ្នឹងហើយវាទៅជាខាតប៉ុនរបស់យើងខំចំណាយដើម្បីម៉ែឪទីបំផុតខាតហើយលោតែគេបខំឲ្យចូលមកបន្តិចមកអង្គុយមកផ្លែតជំរាបសួរអាចារ្យ4ដងអាចារ្យយើងងាកចេញតែហ្មងមិនចេះឯងគេមកផ្លែតជំរាបសួរដល់4ដងអង្គុយទៅជំរាបសួរល្អឲ្យក្មួយអង្គុយហ្នឹងហើយអង្គុយចលាញ់ជំរាបសួរ2ដងហើយក្មួយអរគុណណាស់លើក្រោយកេះទៀតចាប់ដៃរុនស្មាអាចារ្យខ្ញុំជំរាបសួរអាចារ្យងាកចេញដូចជាមិនសូវស្រួលសោះឯងជំរាបសួរដល់4ដងអញ្ចឹងអាត្មាមិនហាមឃាត់អីទេក្នុងកម្មវិធីប៉ុន្តែចាំចប់សិនកុំឲ្យច្បោកច្បល់ព្រោះថាថ្ងៃធ្វើបុណ្យជាថ្ងៃកាន់សិល5អញ្ចឹងកម្មវិធីសពថ្ងៃនេះមានគេលូមួយអាត្មាទៅបុណ្យនៅខេត្តអីនោះគេថាមាន4បុណ្យណាដែលប្លែកគេពីបុរាណប្លែកព្រោះអីព្រោះថាពីដើមចាស់គាត់ធ្វើក៏អត់ដែលអញ្ចឹងឯងប៉ុន្តែដល់អត់ពីចាស់ទៅក្មេងក្រោយចេញមកធ្វើបុណ្យអត់ដែលស្ដាប់ធម៌ទេសនាដែលអីចេញមកចងេងចងាងទៅជាកម្មវិធីបុណ្យយកអានឹងមកទទួលភ្ញៀវយាយអាចារ្យគាត់ខ្សឹបប្រាប់អាត្មាថាដេចគុណហើយយាយតាទៅទឹកក្រូចមកក្អឹកគ្មានផងគ្នាគេនោះ10 20កេះយាយទៅរត់ទឹកក្រូចមកក្អឹកឆាន់គ្មានហូបគ្មានផងអានឹងហើយដែលថាយើងអត់បានមកស្ដាប់ធម៌ដល់តែយើងធ្វើខូចវប្បធម៌ប្រពៃណីអស់ហលីងគេមិនដែលយកអានឹងមកទទួលក្នុងកម្មវិធីបុណ្យទេហើយបើយើងត្រូវការខានបានអីចាំហើយបុណ្យសិនអត់ហាមទេអាត្មាចែកពេលឲ្យដាច់ស្រឡះពីគ្នាដើម្បីកុំឲ្យច្បោកច្បល់ពីព្រោះគេទាមទារឲ្យម្ចាស់បុណ្យកាន់សិល5ទាំងអស់គ្នាហើយចុះបកដៃជាប្រគុណជាអង្គម្ចាស់ថាចុះបើសិនជាខ្មោចឪពុកយល់សពឃើញទាចង់បានអានឹងក៏មិនត្រូវយកមកធ្វើដែរជាទានអត់ផលទេតាមពិតយើងប្រគេនភេសជ្ជៈធម្មតាយើងឧទ្ទិសកុសលផលបុណ្យទៅថាលោកឪពុកចង់បានអីសូមឲ្យសម្រេចតាមសេចក្តីប្រាថ្នារបស់លោកឪពុកចុះអាបុណ្យនឹងវាទៅជានិមិត្តទៅជារបស់ដែលគាត់ត្រូវការបានដោយសេចក្តីប្រាថ្នាហេតុនឹងហើយបានជាយើងហើយវានៅកូនគាត់នឹងនៅកូនកំមុំហើយកូនប្រសាប្រុសហ្នឹងគេមកបញ្យល់សពប្រាប់ថាគេឃ្លានសឡមជូតើយាយហ្នឹងត្រូវធ្វើម៉េចសុំនិមន្តឆ្លើយមានទៅពិបាកអីដោយអនុថែបានសំដែងធ្វើស្លមជូសឡមជូមួយឆ្នាំក៏គេអនុថែក៏បានក៏គេព្រមម្ចាស់អង្គរនេះក៏បានឬក៏ជូអាចារ្យយើងរត់ទៅអានោះបានសឡមជូដល់គាត់ព្រាមសូមជ្រាបប្រគុណណាអញ្ចឹងយាយហ្នឹងគាត់ធ្វើសឡមជូប្រគេនប្រសង់ទៅអាចឧទ្ទិសផលបុណ្យទៅដល់កូនអ្នកស្លាប់ទៅចុះបើកូននឹងឃ្លានសឡកកោអីយាយនឹងធ្វើកកោទៅឧទ្ទិសផលទៅបានដល់កូនអ្នកស្លាប់ទៅអញ្ចឹងណាឥឡូវកូនហ្នឹងមកបញ្យល់សពប្រាប់ម្ដាយក្មេកហ្នឹងថាគេនឹកប្រពន្ធគេចង់ជួបប្រពន្ធគេផ្ទាល់តើម្ដាយក្មេកហ្នឹងត្រូវធ្វើម៉េចសុំនិមន្តឆ្លើយតែយកសំណួរពីណាមកក៏យ៉ាប់ដែរញោមហើយប្តីនោះទៀតក៏យ៉ាប់ជាងអនុថែទេណាស្ដាប់ទៅចង់ជួបប្រពន្ធគេបើចង់ស្លក៏ជុកចង់ស្លមកជូយកស្លមកជូប្រគេនលោក
ហើយចង់ជួបប្រពន្ធគេមិនញោមដោះស្រាយមិនឥឡូវយកប្រពន្ធបកីលោកដែរមិនហ៎កើតទេណាបើតាបកីដល់លោកថែអីហ្នឹងបងឥឡូវដោះស្រាយមិននឹងមានគេសួរអញ្ចឹងមែនដល់ឥឡូវមកប៉ះអនុថានេះសួរអញ្ចឹងទៅបងញោមដោះស្រាយមិនអនុថាអមិនឥឡូវលោកដោះស្រាយរឿងសេវាហ្នឹងហើយណាឃ្លាតទឹកថ្នោតជួយើងបកីអីទៅតម្លៃឥឡូវថាចេះមួយចឹងបើប្រពន្ធចង់ជួបប្តីអញ្ចឹងឲ្យប្តីមកវត្តយកចង្ហាន់មកវត្តបកីលោកត្រូវអត់អនុថាចុះបើប្តីស្លាប់បាត់ហើយណាឲ្យប្តីមកវត្តមិនប្តីហ្នឹងឯងអ្នកស្លាប់ហ្នឹងអីប្រពន្ធណាគេថាឲ្យប្រពន្ធមកវត្តឲ្យដល់ប្តីស្លាប់ទៅចង់ជួបអញ្ចឹងឲ្យប្រពន្ធហ្នឹងមកវត្តយកចង្ហាន់មកវត្តបកីលោកបានត្រូវអត់សំគ្រាគេមិនមែនចង់ហូបបាយទេគេចង់ជួបប្រពន្ធគេតាអូយឥឡូវហ្នឹងគឺមិនអីចឹងអូយតែណាអបចាtừ mấy giờ lấy thì ở trong hộp bài cái trong chiều của con nghề đầm nó sai như là lúc thay chui cái thứ mấy giờ lúc thay với chui ba ho dùng cái năng to trong này xong đi một con mà cha thật to trầm này anh đang bền dây với cây lá cái ta sờ lọc nơi tật tị buồn anh cha có thắc cọp vô bó là con dòng mà cha cọp vô bó là đập mình vô lên đang tham mấy cái lư tờ vol volខ្ញុំបកករណាអបគុណណាអានឹងវាអញ្ចាមិនមែនដល់ថ្នាក់គេចង់ជួបប្រពន្ធគេឲ្យប្រពន្ធមកវត្តដើម្បីយកប្រពន្ធទៅប្រគេនមហាថៃអីអត់ទេតាមពិតបើប្រពន្ធនឹងមានសទ្ធាខ្លាំងចូលបួសជាដូនជីកាន់សិលទៅអានឹងបានហើយនឹងមួយទៀតឲ្យប្រពន្ធនឹងនាំគ្នាកាន់សិលធ្វើបុណ្យធ្វើទានទៅបើសិនជាយើងមានធុរៈជាប់ការងារផ្ទះមិនអាចកាន់សិល5ចាំសិល8ឬមិនអាចបួសជាដូនជីបានឲ្យប្រពន្ធធ្វើបុណ្យដូចពេលនឹងអញ្ចឹងទៅចូលប្រគេនប្រសង់ភេសជ្ជៈអីចង្ហាន់វ៉ាន់ជូនហើយក៏អត់ទិសកសលផលបុណ្យនឹងថាឲ្យលោកប្តីនឹងត្រូវការចង់បានអីឲ្យសម្រេចដោយសេចក្តីប្រាថ្នាទៅយើងអត់ទិសទៅជាបុណ្យទៅបានហើយដូចតែគ្នានឹងប្រគុណម្ចាស់សូមនិមន្តជ្រាបនៅតំណែងđóញោមបើរមឃើញអានេះបានចំជាអ្នកប្រាជ្ញមែនអនុថែឆ្លាតណាស់ញោមរកវិធីដោះស្រាយងាយឥឡូវយើងយល់ហើយណាបើសិនជាប្តីចង់ជួបឥឡូវបើយើងធ្វើបន់ឬក៏ចូលបួសបើចង់បើអ្នកដែលស្លាប់ទៅចង់គ្រឿងទឹកថ្នោតជូរអីចឹងក៏យើងមិនត្រូវយកទឹកថ្នោតជូរទៅប្រគេនអ្នកមានសិលដែរក៏ត្រូវធ្វើទៅតាមលក្ខណៈនៃអង្គតក្កិណានុបទានតាមពុទ្ធសាសនាជ្រាបហើយអនុថែឥឡូវឆ្ងល់រឿងញោមញាតពុទ្ធបរិស័ទម្ចាស់ទានប្រធានបនហ្នឹងណាដែលគាត់ខំស្ទុះស្ទានមកតាំងពីបរទេសរួមជាមួយបងប្អូនសាច់ញាតិសន្តាននៅប្រទេសកម្ពុជាហ្នឹងប្រពធ្វើកម្មវិធីបនហ្នឹងតើលទ្ធផលបានមកវិញនោះបានយ៉ាងណាខ្លះដែរអនុថែសូមវិសាជនីអ្នកធ្វើស្រែចង់បានស្រូវអ្នកធ្វើតង្ខៅទៅចំនួនចង់បានចំណេញឲ្យចុះអ្នកធ្វើបន់វិញចង់បានអីដែរគេធ្វើបន់ចង់បានបន់ហ្នឹងឯងអ្នកលក់ចង់ឲ្យដាច់អ្នកទិញចង់ឲ្យបានល្អហើយថោកទៀតអ្នកធ្វើដំណាំចង់បានផ្លែផ្កាអ្នកធ្វើស្រែក៏ចង់បានស្រូវដូចតែគ្នាប្រគុណម្ចាស់ប៉ុន្តែអ្នកដែលមកធ្វើបុណ្យនេះដែលគេអាចមកបានដោយសារគេមានទ្រព្យអ្វីដែលជាទ្រព្យសំខាន់គឺសទ្ធាបើកុំមានសទ្ធាមកមិនបានអ្នកដែលមានលុយមានកាក់ច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែអត់សទ្ធានៅនឹងខ្លួនធ្វើបុណ្យអត់កើតប៉ុន្តែបើមានសទ្ធាមានល្មមក៏ធ្វើបុណ្យកើតសទ្ធានេះកើតឡើងដោយការស្ដាប់ធម៌យល់ធម៌មានញោមញាតនៅស្រុកអាមេរិកស្រុកបារាំងកាណាដាស្វីសអូស្ត្រាលីជាច្រើនដែលគាត់មិនបានសិក្សាបួសរៀនពីដើមក៏ប៉ុន្តែគាត់คล้ายទៅជាអ្នកចេះដឹងយល់ច្បាស់ធម៌អាដោយសារការស្ដាប់ធម៌ស្ដាប់តាមឌីសតាម MP3 តាម DVD តាមកាសែតតាមខ្សែអាត់មួយចំនួនធ្វើឲ្យគាត់យល់ដឹងធម៌ធ្វើឲ្យគាត់មានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាដូច្នេះការដែលអាចធ្វើបុណ្យធ្វើទាននេះបានអាស្រ័យសទ្ធាកើតឡើងដោយការស្ដាប់អញ្ចឹងបានជាញោមគិតថា
ថាការស្ដាប់នឹងមានប្រយោជន៍កម្មវិធីបុណ្យនឹងក៏ត្រូវមានការស្ដាប់ពធនឹងជាបន្តទៀតបានមាននិមន្តប្រសង់សម្ដែងពធទេសនាញោមញាតិពុទ្ធបរិស័ទទាំងឡាយប្រយោជន៍អីទៅកម្មវិធីបុណ្យចាំបាច់និមន្តប្រសង់សម្ដែងពធទេសនាថាទី1មនុស្សយើងដែលកើតឡើងមានបញ្ញាខុសៗគ្នាដោយសារអីញោមខ្លះគាត់ឆ្ងល់ថានិយាយនឹងគាត់ប្រកែចាំគ្រាន់តែស្ដាប់លោកទេហើយនិយាយឲ្យហូរតាមលោកវិញបានហើយចុះឯងស្ដាប់ដែរនិយាយមិនបានសោះហើយនេះក៏ប្រកែចាំមកពីអីក្នុងធម៌ថាសោះសូសង្ឃលទ្ធទេបញ្ញាការស្ដាប់ដោយល្អរមែងបាននៅបញ្ញាមនុស្សយើងដែលអាចคลายទៅជាអ្នកប្រាជ្ញរាជបណ្ឌិតបានដោយសារស្ដាប់ប្រសង់ទេសនាស្ដាប់គ្រូអាចារ្យណែនាំស្ដាប់ម៉ែឪជាដើមបើអត់ស្ដាប់ទៅជាអ្នកប្រាជ្ញអត់រួចមនុស្សទៅសួរទៅនិព្វានបានក៏ដោយស្ដាប់បើអត់បញ្ញានិព្វានអត់បើកផ្លូវទេមនុស្សដែលចេះធ្វើបុណ្យធ្វើទានចូលប្រគេនត្រឹមត្រូវដូចអំបញ្ញមិញនឹងបានក៏អាស្រ័យការស្ដាប់អញ្ចឹងជំហានទី1គឺយើងបានស្ដាប់ធម៌បានជាញោមញាតទោះចង្អៀតទោះប្របាអាម៉េចអាម៉ោងស្ដាប់ធម៌នឹងចូលមកអង្គុយគេថាសត្វធនោសត្វធម្មងសត្វធ្វាសัพពស្មង្ជីនសាសនេកបានិសត្តសហសានិទុកតੰសោនិកចតិបុគ្គលណាបានស្ដាប់នៅព្រះសទ្ធម្មរបស់ព្រះសាស្តាដែលរាប់បញ្ចូលទៅក្នុងពាក្យព្រានបដៅនៃព្រះវិចិត្រមាបុគ្គលនៅឯងរមែងមិនទៅកាន់ទុគតិភពអស់សែននៃកັບមានន័យថាស្ដាប់ធម៌1គាថា2គាថានឹងបានបុណ្យបានអានិសង្ឃមិនទៅនរកប្រែតដេរឆានអសុរកាយអស់ច្រើនកັບញោមពពុទ្ធទ្រង់សម្ដែងថាសัพពទានnăngធម្មទានnăngជីនិតិបណ្ដាទានទាំងអស់គឺមានតែធម្មទាននេះឈ្នះអស់ទានទាំងពួងទានទាំងពួងទានអីដាំស្ល100 200ខ្ទះទទួលភ្ញៀវ100 200តុកគេថានៅតែបនអានិសង្ឃចាញ់ធម្មទាន1គេថា2គេថាអីចឹងហើយរឿងអីយើងទៅឲ្យតម្លៃអាមិសទានខ្លាំងជាងធម្មទានបានជាយាយតាចូលមកស្ដាប់បាន1ម៉ាត់ក្តី2ម៉ាត់ក្តីក្រាន់បើបានបនជាងអាមិសទានរាប់រយខ្ទះទៀតលោកប្រៀបធៀបដល់តែប៉ុណ្ណេះលោកថាពពុទ្ធបច្ចេកពុទ្ធគង់ពីផែនដីនឹងទាំងរៀបគ្នាកពស់រហូតដល់ព្រហ្មលោកហើយគេយកជាពរប្រគេនឲ្យបានគ្រប់អង្គសត្វជាពរថ្លៃឲ្យលងដោយបដូលជែកគេថាបនអានិសង្ឃនៅតែចាញ់ធ្វើធម្មទានសំបីមើលគាថា2គាថានឹងបានបនលើសចឹងហើយបានជាការស្ដាប់ធម៌រមែងឲ្យយើងបានបនអានិសង្ឃខ្ពង់ខ្ពស់ហើយអានិសង្ឃនៃការស្ដាប់នឹងអាចឧទ្ទិសជូនដល់អ្នកស្លាប់នឹងបានយើងត្រូវស្ដាប់ធម៌នឹងឲ្យកើតទៅជាបុណ្យកូនចៅក្មេងៗក៏អាចយល់ដោយគេថាបុណ្យខ្ញុំគិតទៅនិមន្តលោកគ្រូនេះនិមន្តលោកគ្រូនោះមកទេសឲ្យយាយតាស្ដាប់តែយាយតាទៅឲ្យខ្លួនឯងអត់ស្ដាប់ទេស្ដាប់តែយាយតាបានតែខ្លួនឯងអត់ស្ដាប់ទេតាមពិតយាយតាគាត់ចេះដឹងធម៌អាហើយគាត់ចេះដឹងច្រើនគាត់ធ្លាប់បួសធ្លាប់រៀនអញ្ចឹងហើយគាត់ចេះហើយប៉ុន្តែខ្លួនយើងឯនេះទេដែលក្មេងៗអត់បានបួសរៀនអត់បានសិក្សាអត់បានស្ដាប់ធម៌អត់ពីចាស់ទៅមិនដឹងធ្វើអាម៉េចខ្លាចខុសដូចមិញអញ្ចឹងក៏ដែរឪស្លាប់ទៅមករកកូនធ្វើមិនត្រូវទៅជាអត់អស់លុយអស់កាក់ទៅទេខ្មោចឪទទួលមិនបានចឹងហើយបានជាអនាថបណ្ណកសេដ្ឋីសុខចិត្តជួលកូនឲ្យចេះស្ដាប់ធម៌អស់លុយក៏ឲ្យតែកូនស្ដាប់ទីបំផុតកូនស្ដាប់យល់លែងស៊ីឈ្នួលបែរទៅជាមនុស្សល្អវិញយល់ខ្លួនឯងថាអញអត់ខ្វះអីសោះមាសពេជ្រលុយកាក់ឋានៈបុណ្យស័ក្តិអត់ខ្វះប៉ុន្តែអញខ្វះគុណធម៌នៅខ្លួនបានប្រពុតជួលនៅបានឪពុកជួលអញឲ្យស្ដាប់ធម៌ព្រះដើម្បីយកគុណធម៌មួយទៀតដែលអញគ្មានទ្រព្យសម្បត្តិអញមានហើយយសស័ក្តិអញមានហើយប៉ុន្តែគុណធម៌អញមិនទាន់មានបានឪពុកជួលអញឲ្យស្ដាប់ធម៌ស្ដាប់ចេះដឹងមែនតើអរគុណឪពុកពុទ្ធបរិស័ទក្មេងខ្លះគេហៅឲ្យស្ដាប់ធម៌អញ្ចឹងអ្នកខ្លះក៏ស្ដាប់ទៅហើយអ្នកខ្លះក៏មិនស្ដាប់ដែរបែរទៅជាចោតប្រកាន់ចេះប្រកាន់ចុះអីទៅណាដោយការគេហៅថាដោយសេចក្តីប្រមាទការទៀននឹងមើលងាយអីចឹងទៅបានវាមានដូចជាកាលពីសម័យដើមអញ្ចឹងយាយគាត់កំពុងតែធ្វើបុណ្យនៅវត្តថ្ងៃឧបោសថភិក្ខុសង្ឃលោកចូលធ្វើឧបោសថហើយស្រាប់តែយាយធ្វើភេសជ្ជៈនៅខាងក្រៅផ្ទះឃើញនាងស្រីម្នាក់ដើរមកអាយុ18ឆ្នាំនាងសិរនីយាយក៏ហៅថានាងអើយមកនេះមកចូលមកប្រគេនភេសជ្ជៈប្រសង់ធ្វើបុណ្យទានគេដើម្បីឲ្យបានបុណ្យកុសលមកនាងមកស្រាប់តែនាងនោះងាកមកថាហួសសម័យយាយហួសសម័យគ្មានបុណ្យគ្មានកុសលអីជាមួយសាមណៈតងោលអីអស់នឹងទេខ្ញុំរៀនថ្នាក់ខ្ពស់ខ្ញុំចេះដឹងហើយខ្ញុំមិនទៅឆោតចាញ់បោកអីទេយាយអស់នឹងចាញ់បោកប្រសង់
ចាស់កំរិលពេកហើយជំនឿនឹងចាស់កំរិលពេកហើយខ្ញុំមិនជឿទេគេយល់អញ្ចឹងដូចមនុស្សសពថ្ងៃខ្លះយល់អញ្ចឹងដែរប៉ុន្តែភ្លេចគិតថាជនជាតិណាក៏មានសាសនាដែរជនជាតិណាក៏មានប្រពៃណីដែរអ្នកដែលរីកចម្រើនវិទ្យាសាស្ត្រប៉ុណ្ណាក៏គេមិនលះបង់សាសនាដែរឯយើងបែរទៅជាប្រើតែរបស់ដែលគេមិនទាន់រីកចម្រើនស្អីជាងគេផងលោទៅទំនើបប្រងលះបង់សាសនាចោលកុំលឿនហួសជាទូលអីគ្រោះថ្នាក់អញ្ចឹងនាងហ្នឹងស្ដីឲ្យយាយតាថាយាយតានឹងហួសសម័យហើយចាស់កម្រិលហើយវាគ្មាននរកគ្មានប្រែតគ្មានប៉ុនអីទេយាយតាក៏ងាកមើលមុខគ្នាទៅឯងហៅគេថាឲ្យធ្វើប៉ុនធ្វើទៀនគេថាឯងនឹងហួសសម័យឯងនឹងចាស់កម្រិលហេតុតែគ្នាក្មេងមិនបានស្ដាប់ធម៌អញ្ចឹងហើយដើរចេញពីនឹងទៅនាងក៏ទៅផ្ទះបានតែប្រហែលថ្ងៃខ្យល់កស្លាប់បង្ហើយទៅហើយស្លាប់អ្នកចាស់ដូចយាយតាស្លាប់ទៅអត់អីទេបានធ្វើបុណ្យមកច្រើនអាចមកកើតជាមនុស្សទេវតាវិញប៉ុន្តែក្មេងខ្លះស្លាប់ទៅបាត់សូនអត់ឃើញមកចាប់ជាតិសោះប្រហែលជាខ្វះបុណ្យណានាងនឹងស្លាប់ទៅកើតជាប្រែតអត់មានបុណ្យឲ្យមកកើតជាមនុស្សទៅនៅក្នុងព្រៃកន្លែងគេចោលខ្មោចហើយនៅដេកក្នុងព្រៃនឹងដើរលិតខ្ទុះឈាមកម្រងសាកសពខ្មោចនឹងកម្មពៀមិនអាចមកស្រុកមនុស្សវិញបានមិនអាចមកកើតបាន3-4 ឆ្នាំអ្នកស្រុកនាងនឹងគេបរទេសរស់ស៊ីដឹកតំណែងពីសម័យនោះតាមអទេសដូចស្រុកយើងមហឹកមុនក៏មានដែរមានអទេសខ្លះបរឆ្លងខេត្តញោមដឹងថាអទេសស្រុកណាដែរអទេសដឹកក្អមដឹកឆ្នាំងអីចឹងណាដឹកឆ្លងខេត្តអញ្ចឹងដែរប៉ុន្តែឥឡូវគេវិវត្តមកសិតតែដាក់ម៉ាស៊ីននោះហើយជំនាន់នោះមិនទាន់មានឡានគេដឹកអទេសអញ្ចឹងយប់តាណាគេដេកទៅនឹងស្រាប់តែថ្ងៃមួយតានឹងចូលមកក្នុងដងព្រៃនឹងថ្ងៃលិចក៏ឈប់អទេសនៅកន្លែងហ្នឹងវាចំម៉ោងប្រែតចេញរស់ស៊ីស្រាប់តែប្រែតចេញរស់ស៊ីមកឃើញតានេះដូចធ្លាប់ស្គាល់តានេះអ្នកស្រុកឯងប៉ុន្តែនាងនឹងមើលតាឃើញតាមើលនាងនឹងអត់ឃើញសោះនាងនឹងដឹងថាមនុស្សមើលប្រែតមិនឃើញទេតលឯងនិមិត្តឲ្យឃើញនិមិត្តផ្លែតឲ្យឃើញភ្នែកស្រស់ស្រាប់តែបានឃើញភ្នែកស្រស់ភ្លាមប៉ុណ្ណឹងស្រេចស្រឡាំងកាំងថាណែឯងជាខ្មោចព្រាយចុងលងប្រឡាចយើងនាងថាលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយតាដែរតាមានចាំទេចៅសេរនីហ៊ុយចៅឯងហ្នឹងហើយស្លាប់ 3-4 ឆ្នាំហើយចៅឯងទៅកើតអីណាលោកតានេះហើយជាកំណើតរបស់ខ្ញុំនៅកើតទីនេះខ្ញុំនៅកើតនៅកន្លែងគេចោលខ្មោចសាកសពខ្ញុំជាកំណើតប្រែតលិតចំណីអាហារគឺខ្ទុះឈាមកម្រងសាកសពខ្មោចនៅទីនេះខ្ញុំមានកម្មពៀមិនអាចទៅផ្ទះបានទេឃើញរបស់ល្អខ្ញុំកាន់ទៅជាខ្ទុះឈាមឃើញសម្ពុតខោអាវកាន់ទៅជារបស់ឆេះរបស់ក្តៅខ្ញុំមកភ័ព្វណាស់តាំងពីស្លាប់មកមិនដែលស្គាល់រសជាតិចំណីអាហារឡើយលោកតាខ្ញុំរងទុក្ខលំបាកវេទនាខ្លាំងណាស់ចុះម្ដាយខ្ញុំយ៉ាងម៉េចហើយលោកតានាងហើយនាងស្លាប់ចោលម្ដាយនៅតែឯងឥឡូវគាត់ចាស់ហើយចាស់ជរាហើយប៉ុន្តែអត់អីទេសុខសប្បាយលោកតាខ្ញុំផ្ដាំទៅប្រាប់ម៉ែខ្ញុំផងខ្ញុំកប់មាស4សែនកហបណៈក្រុមក្រែកន្លែងខ្ញុំដេកឲ្យលោកតាត្រឡប់ទៅវិញប្រាប់ម៉ែខ្ញុំឲ្យគាត់កាយមាសនឹងមកបែងជា2មួយចំណែកទុកចាយវាយប្រើប្រាស់ខ្លួនឯងទៅហើយមកចំណែកធ្វើបុណ្យឲ្យខ្ញុំផងបើគ្មានបុណ្យមកជួយខ្ញុំទេខ្ញុំមិនមានថ្ងៃចេញផុតពីកំណើតនេះបានទេតើតែមានបុណ្យមកជួយខ្ញុំទើបខ្ញុំអាចចេញពីនឹងទៅកើតជាមនុស្សឬទេវតាបានឬក៏បានរួចចាក់ទុកបានចំណីអាហារបរិភោគអញ្ចឹងប្រាប់ម៉ែខ្ញុំផងលោកតាណាគ្រាន់តែផ្ដាំប៉ុណ្ណឹងទៅនាងនឹងក៏រលាយរូបបាត់មួយផ្លែតនឹងទៅហើយតានឹងក៏សម្រាកនៅនឹងមួយយប់ទៅព្រលឹមឡើងទៅក៏បានចេញដំណើរតាមប្រទេសនឹងធ្វើដំណើរតពីស្រុកមួយភូមិមួយរហូតមកដល់ស្រុកកំណើតដើមវិញទៅក៏ឈប់អទេសនៅមុខផ្ទះយាយនឹងពឹបរត់ចូលទៅក្នុងយាយខ្ញុំជួបកូនយាយឯងហើយខ្ញុំជួបចៅសេរនីជួបកូនខ្ញុំហ៎ជួបនៅឯណាកូនខ្ញុំទៅកើតឯណាលោកយាយឲ្យគ្នាកើតក្នុងកំណើតប្រែតមិនទាន់បានមកកើតជាមនុស្សទេនៅក្នុងដងព្រៃកន្លែងគេចោលខ្មោចឯណោះព្រោះសង្គមពីដើមតែមនុស្សស្លាប់គេមានព្រៃកន្លែងគេយកខ្មោចទៅចោលញោមហើយឥឡូវគេដុតបូជាអស់ទៅហើយកូនខ្ញុំផ្ដាំថាម៉េចខ្លះលោកយាយឲ្យគ្នាកើតជាប្រែតអត់ទាន់បានមកកើតជាមនុស្សទេផ្ដាំមកឲ្យលោកយាយនឹងកាយមាសណែនាងបានកប់ទុកថានៅក្រមក្រែកន្លែងនាងដេកនឹង4សែនកហបណៈឲ្យកាយមកបែងជា2ឲ្យមកចំណែកធ្វើបុណ្យឲ្យនាងផងហើយមកចំណែកទុកឲ្យយាយចាយវាយទៅព្រោះនាងមិនទាន់បានបុណ្យមិនអាចមកកើតជាមនុស្សបានទេលោកយាយអាណិតនាងផងយាយនឹងលឺតែអញ្ចឹងទៅទាញជាប់ជីកកាយក្រមក្រែនឹងម៉ាំងកាយបានមាស4សែនកហបណៈតម្លៃ4
សានកបណៈមែនក៏នឹកថាអោកូនឲ្យកូនឯងខំសន្សំលុយកាក់មាសប្រាក់ទុកឥឡូវកូនឯងអត់បានចាយទេកូនឯងស្លាប់ចោលទៅទេកើតក្នុងកំណើតប្រែតឥឡូវម៉ែធ្វើបុណ្យឲ្យកូននិមន្តប្រសង់មកធ្វើតេខេណានុប្រទានដូចយើងអញ្ចឹងអត់ទិសកុសលកូនឯងនៅទីណាសូមឲ្យកូនឯងទទួលយកកុសលផលបុណ្យពីម៉ែធ្វើនេះទៅហើយកូនឯងទៅចាប់កំណើតជាទេវតាឬក៏ជាមនុស្សតាមសេចក្តីប្រាថ្នារបស់កូនចុះណាចប់បនបានតែមួយថ្ងៃពីរស្រាប់តែភ្លើងមួយហោះចូលក្នុងផ្ទះឲ្យខៀវល្ងិតយាយនឹងភ្ញាក់ឲ្យស្រឡាំងកាំងថាយីស្អីគេលោកឲ្យក៏ភ្លឺម្លេះហាភ្លើងស្រាប់តែភ្លើងភ្លឺដូចផ្កាយព្រឹកនឹងបែរទៅជារូបស្រីទេពអប្សរម្នាក់ភក្ត្រាប្រព្រំញញឹមប្រប្រៃលើកដៃសាពះស្រែកថាម៉ែខ្ញុំសេរនីកូនស្រីម៉ែកាលនៅជាមនុស្សខ្ញុំបានប្រមាថកាត់ទានពុទ្ធសាសនាមើលងាយយាយមើលងាយតាមើលងាយអាចារ្យមើលងាយប្រសង់ខ្ញុំមិនបានធ្វើបន់សន់ទានម្លោះឲ្យខ្ញុំស្លាប់ទៅគ្មានពូជបន់ឲ្យមកកើតជាមនុស្សខ្ញុំទៅកើតជាប្រែតអត់ចំណីអាហារប៉ុន្តែពេលនេះខ្ញុំបានរួចពីកំណើតប្រែតមកហើយដោយសារបន់មកឯងធ្វើឧទ្ទិសមកឲ្យខ្ញុំអរគុណណាស់ម៉ែខ្ញុំបានរួចចាក់ទុកមកកើតក្នុងកំណើតនេះដោយសារបន់មកឯងធ្វើមកឲ្យខ្ញុំកុំអីខ្ញុំមិនបានរួចចាក់ទុកទេហើយខ្ញុំមកនេះមកថ្វាយបង្គំលាម៉ែអរគុណម៉ែហើយម៉ែឯងខំធ្វើបន់ធ្វើទាននរកប្រែតពិតជាមានមែនម៉ែណាខ្ញុំសូមអរគុណម៉ែខ្ញុំលាម៉ែទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ហើយក៏ទៅបាត់ទៅយាយនឹងក៏ខំធ្វើបន់សន្ទាននឹងបានសុខចម្រើនគាត់ទៅនេះលើកឡើងថាដោយសារខ្វះការស្ដាប់ធម៌ឃើញទេអត់បានប្រយោជន៍អញ្ចឹងសូម្បីតែខ្លួនឯងជួយខ្លួនឯងបានផងគេដាស់តឿនគេណែនាំឲ្យស្ដាប់មិនស្ដាប់កុំភ្លេចថាសេចក្តីស្លាប់វាមិនទៀងចុះអ្នកស្ដាប់វិញទោះបីមិនមានលុយកាក់សោះប៉ុន្តែស្ដាប់ធម៌យល់អាចធ្វើឲ្យម៉ែឪរួចចាក់ទុកដូចនាងឧត្តរាញោមនាងឧត្តរាពេលម៉ែឪស្លាប់ទៅនាងគិតថាអស់គេមានលុយរាប់លានធ្វើបន់អញអត់មានលុយសោះអញក្រតើអញធ្វើម៉េចដើម្បីឲ្យបានបន់ដល់ម៉ែមិនដឹងធ្វើម៉េចស្រាប់តែចូលមកស្ដាប់លោកទេសទៅឮលោកទេសនាយល់ថាពិធីធ្វើបុណ្យនឹងវាមាន10របៀបមិនមែនតតែអស់លុយទេគ្រាន់តែជួយខ្នះខ្នែងក្នុងបុណ្យគេក៏បានគ្រាន់តែស្ដាប់ធម៌ដោយគោរពក៏ឧទ្ទិសទៅបានគ្រាន់តែសមាទានសិលក៏ឧទ្ទិសទៅបានគ្រាន់តែនមស្ការថ្វាយអង្គមក៏ឧទ្ទិសទៅបានគ្រាន់តែយើងជំរាបសួរសាពះគ្នាអំពើល្អហ្នឹងសុទ្ធតែបុណ្យអាចឧទ្ទិសទៅបានទាំងអស់ម្ល៉េះហើយនាងមកចូលរួមក្នុងបុណ្យគេឲ្យតែមានគេធ្វើបុណ្យមកចូលរួមគេអញ្ចឹងបាយមួយវែកសណ្ដែកមួយគួរស្លាមកចំណិតមកលូមកសន្លឹកទឹកមកតឡោកលុយ100មួយរៀលមកកាក់មួយសេនអង្គមួយចានអញ្ចឹងទៅហើយឧទ្ទិសខ្លួនឯងម៉ែហើយម៉ែខ្ញុំមកចូលរួមបុណ្យជាមួយគេហើយសូមឧទ្ទិសកុសលផលបុណ្យដល់ម៉ែសូមឲ្យម៉ែឯងរួចចាក់ទុកណាម៉ែណាហើយពេលដែលគេនមស្ការប្រតនត្រ័យនាងនមស្ការទៀតឲ្យលុយខ្សឹបទៀតណាម៉ែខ្ញុំនមស្ការហើយសូមឲ្យបានបុណ្យដល់ម៉ែហាពេលសមាទានសិលក៏នាងឧទ្ទិសទៀតហើយពេលជួបយាយតាសាពះជំរាបសួរយាយតាធ្វើអំពើល្អទាំងអស់នាងតែងតែនមស្ការនាងតែងតែលើកដៃឡើងផ្សំផ្គុំខ្សឹបខ្សៀវក្នុងចិត្តម៉ែឲ្យកូនបានខ្នះខ្នែងជួយពង្រើភ្ញៀវក្នុងកម្មវិធីបុណ្យគេបានស្ដាប់ធម៌ទេសនាបានជួយចូលប្រគិនប្រសង់ធ្វើបុណ្យខ្លះម៉ែដាក់ចង្ហាន់ប្រសង់ឲ្យសូមឲ្យម៉ែទទួលកុសលផលបុណ្យដែលកូនបានធ្វើទៅនេះណាម៉ែណាចេះតែឧទ្ទិសអញ្ចឹងទៅនិយាយពីម្ដាយស្លាប់ទៅពិតមែនកើតក្នុងកំណើតប្រែតនេះមានសម្ដែងដែរក្នុងបត្រៃបីដកយើងញោមកើតក្នុងកំណើតប្រែតកំពុងតែអត់ចំណីអាហារនឹងលូនលិតខ្ទុះឈាមកំរុងសាកសពស្រាប់តែកូនហ្នឹងចូលមកស្ដាប់ធម៌ចេះចូលរួមជាមួយយាយតាធ្វើបុណ្យជាមួយគេមិនមែនម្ចាស់បុណ្យនេះខ្លួនឯងទៅអបជាមួយគេឲ្យតែគេប្រាប់ទៅបានអាចចំណែកហ្នឹងឧទ្ទិសឲ្យម៉ែខ្លួនឯងដែរនោះស្រាប់តែម៉ែហ្នឹងទទួលបានរួចចាកពីកំណើតប្រែតភ្លាមតែហ្មងញោមហើយមិនតាន់ទៅណាម៉ែនឹងបានជាទេវតានៅហោះនៅលើដីនឹងហោះចុះហោះឡើងស្រាប់តែប្របាទបង្កលិកៈលើកតបមកពីច្បាំងនៅជាយដែនមកវិញវិញផ្លូវប្រែតនឹងដែលកើតជាទេវតាហើយនិមិត្តផ្លូវឲ្យឃើញឲ្យដើរតាមផ្លូវនឹងចេះតែទៅស្រាប់តែអាមាត្យទាហានគេខ្សឹបស្ដាច់ព្រះអង្គផ្លូវនឹងយើងអត់ដែលមកទេយើងវិញកាន់តែខ្លាំងហើយព្រះអង្គអត់ស្រួលសោះដូចជាខ្យល់ត្រជាក់អាម៉េចដូចលឺសំឡេងចម្លែកអាម៉េចទេព្រះអង្គកុំទៅមុខរកកន្លែងសម្រាកសិននេះមានដើមឈើធំមួយព្រះអង្គសម្រាកសិនវិញផ្លូវហើយដល់សម្រាកពុកទេវតានឹងនៅហោះកលឹងចុះកលឹងឡើងជុំវិញនឹងទៅមកបង្ហាញខ្លួនឯងឃើញថ្លល់មួយផ្លែតពួកនឹងស្រែកថាយីខ្មោចព្រាយបិសាចណែឯងលងប្រឡាចយើងហ៎នាងនឹងក៏បង្ហាញខ្លួនឲ្យច្បាស់ប្រាប់ថាខ្ញុំមិនមែនខ្មោចព្រាយបិសាចទេខ្ញុំពីមុនមកជាមនុស្ស
ខ្ញុំស្លាប់ទៅគ្មានបនជួយខ្ញុំទៅកើតជាប្រែតអត់ចំណីអាហារប៉ុន្តែខ្ញុំមានកូនស្រីមួយគេចូលមកស្ដាប់លោកទេសនាទៅគេយល់ពីពិធីធ្វើបន់គេចូលរួមធ្វើបន់ជាមួយអ្នកដតីសោះគេឧទ្ទិសផលបន់មកឲ្យដល់ខ្ញុំរាល់គេធ្វើបន់អីសំបីតែសមាទានសិលសំបីតែស្ពះនមស្ការអីក៏ឧទ្ទិសផលបន់មកឲ្យខ្ញុំឥឡូវខ្ញុំបានទទួលផលបន់ពីកូននោះបានជាខ្ញុំរួចចាក់ទុកនេះខ្ញុំមកកើតក្នុងសម្បត្តិជាទេវតាហើយផ្លូវនេះដែលខ្ញុំនិមិត្តទេខ្ញុំនិមិត្តឲ្យលោកធ្វើដំណើរគ្រាន់តែលឺប៉ុណ្ណឹងពួកនឹងអល់ឯកដូចមិនតាន់ជឿលោកចាំមើលណាខ្ញុំនិមិត្តជាចំណីអាហារស្រាប់តែនិមិត្តជាចំណីអាហារថ្វាយស្ដេចនឹងពួកទាហានបរិភោគហើយទៅស្ដេចនឹងធម្មជាតិហើយតាំងពីកើតមិនដែលជួបទេវតាណានិមិត្តឲ្យឃើញភ្នែកស្រស់អញ្ចឹងសុំសមាទានសិល5នឹងមុខទេវតានឹងផ្លែតហើយទេវតានឹងក៏បាត់រូបទៅវិញទៅនឹងនាំគ្នាធ្វើដំណើរតមកស្ដេចនឹងតឹងឲ្យទៅដល់វាំងអង្គយករឿងទទួលព្រះពីព្រោះយល់ថាទទួលព្រះឲ្យដឹងព្រោះខ្លួនឯងមិនដែលជួបទេវតាឥឡូវបានជួបមែនហើយស្រាប់តែយករឿងនឹងមកដល់ទូលប្រងទូលព្រះប្រពុតលោកទ្រង់ជ្រាបថាមនុស្សអត់តន់ជឿថាអ្នកស្លាប់ទៅកើតជាកំណើតនេះកំណើតនោះមែនពេលហ្នឹងព្រះអង្គកំពុងសម្ដែងធម៌មានទេវតាមកស្ដាប់ក៏ច្រើនមានប្រែតក៏មកជុំវិញហ្នឹងប៉ុន្តែមនុស្សមើលមិនឃើញអញ្ចឹងព្រះអង្គធ្វើឲ្យមនុស្សអស់ចិត្តតែហ្មងចងរឹតឲ្យឃើញស្រាប់តែមនុស្សឃើញទេវតាឃើញមនុស្សឃើញប្រែតឃើញមនុស្សឲ្យលន់ជុំវិញហ្នឹងប្រែតខ្លះកំពុងអាស្រ័យថានោះកូនខ្ញុំហ្នឹងត្រូវជាម្ដាយរបស់កូននោះខ្ញុំហ្នឹងត្រូវជាយាយត្រូវជាតារបស់ចៅនោះនិយាយអញ្ចឹងទៅស្រាប់តែពួកទេវតានោះក៏កេះគ្នានិយាយដែរនោះកូនខ្ញុំនោះចៅខ្ញុំបានកំណត់ជាទេវតាដោយសារចៅនេះដោយសារកូននោះអញ្ចឹងទៅមនុស្សឃើញហេតុអស្ចារ្យហ្នឹងជ្រះថ្លានាំគ្នាខំជឿធ្វើបន់ធ្វើទានស្ដេចហ្នឹងថាប្រងទូលព្រះឥឡូវបើឃើញផ្ទាល់ហើយមនុស្សកាន់តែច្បាស់ហើយជ្រះថ្លាកាន់តែខ្លាំងឡើងតែម្ដងទៅបានជាជាង 2000 ឆ្នាំហើយមនុស្សយើងនៅតែធ្វើបន់ហ្នឹងរហូតមកហ្នឹងបើក៏មានរឿងផោះតាំងហ្នឹងយើងក៏មិនអាចទាញមនុស្សបានដែរព្រោះសម័យព្រះហ្នឹងគេកំពុងជឿសាសនាព្រាហ្មណ៍ព្រមទាំងលទ្ធិគ្រូ6ផងញោមប៉ុន្តែដោយសារផោះតាំងវាច្បាស់អញ្ចឹងមនុស្សនាំគ្នាមកជឿពុទ្ធសាសនាធ្វើបន់ដូចពេលហ្នឹងអញ្ចឹងទៅមួយកូនហ្នឹងដោយសារតែកូនចូលមកស្ដាប់ធម៌ឃើញទេម្ដាយបានរួចចាក់ទុកអញ្ចឹងយើងអញ្ចឹងដែរបានចូលមកស្ដាប់ធម៌ចេះធ្វើបន់សន្តានបន់ហ្នឹងនឹងបានដល់យើងអានិសង្សកតញ្ញូទៀតអ្នកណាទំនុកបំរុងមេត្តាបៃតាគាត់នៅរស់ចិញ្ចឹមគាត់ស្លាប់ទៅធ្វើបុណ្យឧទ្ទិសឲ្យដូចពេលនេះទៅរកស៊ីទីចិត្តទីឆ្ងាយសុខកាយសบายចិត្តរហូតហើយចឹងបានឃើញជីវិតថ្លៃខុសគ្នាញោមមានភ័យមានអាសន្នអ្នកដែលខ្វះបុណ្យស្លាប់បាត់ហើយអ្នកដែលមានបុណ្យស្រុកកើតសង្គ្រាមចម្បាំងរាំងជលទេវតាជួយថែអាសាការពារគេគៀណាគេគៀគេខាំងជួនកាលយកទៅដាក់កន្លែងនេះដាក់កន្លែងនោះអញ្ចឹងដើម្បីឲ្យរស់ពីព្រោះអាយុយើងវានៅថ្លៃបុណ្យវានៅច្រើនអញ្ចឹងបានជាអ្នកខ្លះទេវតាប្រមូលគៀថែអាសាការពារឆ្លងសមុទ្រឆ្លងទ្វីបរស់នៅប្រទេសទី1ទី2អូស្ត្រាលីកាណាដាអាមេរិកកាំងប្រាំងអង់គ្លេសអេស្ប៉ាញ៉ុលហើយនៅតែមានជីវិតរស់ទល់ថ្ងៃហ្នឹងហើយអ្នកខ្លះអត់បានទៅណាងគេស្លាប់ផុយហ្នឹងដោយសារតែជីវិតយើងខ្វះបុណ្យអត់មានអ្នកណាជួយដល់ជីវិតមានបុណ្យឃើញដែរនៅរស់ទល់ដល់សពថ្ងៃខ្លះនៅរស់នៅអាមេរិកខ្លះនៅខ្មែរខ្លះនៅបារាំងអីចឹងទៅនឹងហើយដោយសារអានិសង្សយើងធ្លាប់មានធម៌កតញ្ញូពីមុនមកលោកថាយោមេតរាំងបេតរាំងវាមិនចោតថាមានបោសតិទេវាបេណੰតិកឆន្តិមេតាបេតិបរាំងនរាំងថាណាជាអ្នកដឹងគុណមេត្តាបៃតាអញ្ចឹងរស់ស៊ីចិញ្ចឹមមេត្តាបៃតាធ្វើបុណ្យឧទ្ទិសជូនគាត់អញ្ចឹងទៅទីណាក៏តាតាខែអាសាបានសុខកាយសบายចិត្តគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយុះគេតម្លើងសាក់សពបែបយ៉ាងទាំងអស់ហើយបុណ្យនឹងទៀតសោតញោមមកកតញ្ញូតាធម្មមូលកតញ្ញូតាប្រធានតាកតញ្ញតាយសន្យាសពបញ្ញាជីវិតតិកតញ្ញូជាឫសគល់របស់កុសលធម៌ទាំងអស់កតញ្ញូជាប្រធាននៃបារមីធម៌កតញ្ញូនឹងឯងហេតុឲ្យសម្រេចសម្បត្តិសពយ៉ាងបើកតញ្ញូមានបុណ្យដតីមានអញ្ចឹងបានញោមមានជីវិតនៅរស់ទល់ថ្ងៃហ្នឹងទេវតាថែអាសារាល់ថ្ងៃប្រអិនរៀបចេញទៅណាមកណាថ្វាយអង្គមពីលើនឹងមកថ្វាយអង្គមគ្រប់ទិសនាតល័យទេវបុត្រគេឆ្ងល់ណាស់សួរព្រះអិនថាព្រះអង្គថ្វាយអង្គមណាថាណាគេដឹងគុណម៉ែដឹងគុណឪកោតខ្លាចតកូលរៀមច្បងថ្វាយអង្គមណាហ្នឹងហើយព្រះអិនថ្វាយអង្គមឲ្យព្រះអិនស្ដេចទេវតាដល់ព្រះអិនថ្វាយអង្គមរឿងអីទេវតាតូចតាចត្រូវតែថ្វាយអង្គមតាមត្រូវតែថែអាសាបានជាគេថាណាមានបុណ្យនឹងឯងជាមហាស្នេហ៍ប្រកែបំផុតពាក់ដោយមនុស្សទេវតាតាមថែអាសាខ្លាំងជាងខ្សែកថាខ្សែយ័ន្តខ្លាំងជាងស្រូចទឹកទៀតណាញោមសុខសบายរហូតហើយបើនិយាយពីមង្គលថាមង្គលដកឧត្តមមង្គលជួយមេត្តាបិតឧបដ្ឋានអេតាមង្គលមុតតមੰណានាទំនុកបំរុងចិញ្ចឹមមេត្តាបិតាជាមង្គលដកឧត្តមប៉ុន្តែក្នុង
ក្នុងបារាវិញគេថាមិនគេថាកូនប្រុសស្រីណាដែលមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសបើមិនគិតម៉ែមិនគិតឪវិនាសខ្លួនញោមវិនាសយោស័កវិនាសទ្រព្យសម្បត្តិវិនាសមិត្តភ័ក្តិវិនាសហិនហោចអស់ដោយសារតែយើងមិនដឹងម៉ែមិនដឹងឪហើយយើងបានធ្វើបុណ្យនេះនាំឲ្យយើងបានសុខចម្រើនទេវតាថែអាសាររទទួលទានចេះតែមានបានស្លាប់ទៅកើតក្នុងឋានសួគ៌ចុះត្រឡប់មកវិញបានសម្បត្តិរបស់បុណ្យទាំង5យ៉ាងនិងភោគសម្បត្តិញាតិសម្បត្តិបរិវារសម្បត្តិចរិយាសម្បត្តិទិដ្ឋិសម្បត្តិឧបតិសម្បត្តិលែងខ្វាក់លែងខ្វាន់លែងខ្វងលែងកអត់វិលកំណើតទៅនរកប្រែតដេរឆានអសូរកាយទេកើតជាមនុស្សទេវតាមានបញ្ញាភ្លឺថ្លារួចចាក់ទុកបើមានកូនសតតកូនល្អរហូតតទៅជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសុខជួបទៅចម្រើនដោយសារអានិសង្ឃផលបុណ្យនេះឯងបានទាំងម្ចាស់ទានប្រធានបុណ្យផងបានទាំងភ្ញៀវកតញ្ញូផងបានទាំងអ្នករៀបចំចាត់ចែងចុងភៅជើងចក្រានជើងឆ្នាំងសន្និសុខរៀបចំសណ្ដាប់ធ្នាប់បានបុណ្យទាំងអស់គ្នានឹងឯងប្រគុណជាអង្គម្ចាស់សូមជ្រាបសាធុអនុថែបៃតាញោមណាព្រោះបោះទូថែបានសម្ដែងចប់សពគ្រប់អស់ហើយតាំងពីញាតិញោមដែលអញ្ជើញមកចូលរួមទាំងធម្មទានទាំងអមិសទានទាំងអមិសទានហើយក្នុងនេះដែលញោមដែលបានចូលជាវគម្ពីរព្រះពុទ្ធសាសនាធម៌អាតាមរយៈប្រគុណម្ចាស់អនុថែសានភិរេតក៏មានឧបាសកអ៊ីងរចក៏និងឧបាសិកាជាជីនហៀងព្រមទាំងកូនចៅនិងលោកអែលប៊ុនគង់ព្រមទាំងបុត្រឧបាសិកាអែលយូលីព្រមទាំងបុត្រឧបាសិកាជាលំហុយព្រមទាំងបុត្របានជាវគម្ពីរតម្កល់ក្នុងពុទ្ធសាសនាតាមរយៈប្រគុណម្ចាស់អនុថែសានភិរេតក៏ហើយក្នុងទីនេះដែរហើយអនុថែក៏បានលើកឡើងហើយអំពីអានិសង្ឃនៃធម្មទានក៏ដែលនិមន្តប្រសងមកសម្ដែងធម៌នឹងសិតតែបានបុណ្យកុសលច្រើនហើយចឹងបុណ្យកុសលដែលកើតឡើងក្នុងទីនេះឧទ្ទិសជូនទៅឧទ្ទិសដល់ឧបាសិកាជូកឹមឈွမ်းព្រមទាំងលោកឪពុកជាជីមព្រមទាំងញាតិកាក្នុងសង្សារវត្តដែលចែកឋានទៅបានចំណែកបុណ្យកុសលទៅកើតក្នុងទីដ៏សមគួរតាមចិត្តបំណងបងប្រាថ្នាញោមញាតិពុទ្ធបរិស័ទដែលខំសវនធម៌ដោយយកចិត្តទុកដាក់សូមបានសុខសប្បាយទាំងបច្ចុប្បន្ននិងអនាគតជាតិសម្រាប់ធម៌រួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាការសម្ដែងពធទេសនាក្នុងឱកាសនេះក៏សន្មត់នឹងបញ្ចប់ត្រឹមតែប៉ុណ្ណេះឯងអេបាំងទៅបានដោយសេចក្តីមិនប្រមាទវិរិយនតុកមច្ចេតិឆ្លងចាក់សេចក្តីទុកបានតតព្យាយាមបញ្ញាយៈបរិសុទ្ធតិឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាឥឡូវយើងឆ្លងអន្លង់នេះបានដោយសារសទ្ធាមែនទេអត់ថាដោយសារសទ្ធាមែនណាបើកុំតែមានសទ្ធាមិនមកទេយាយតាចាស់ចំណាស់ប៉ុណ្ណេះឈឺចកេះឈឺជង្គង់ពិបាកផ្លូវឆ្ងាយផ្ទះឆ្ងាយអ្នកខ្លះនៅរហូតសហរដ្ឋអាមេរិកអីក៏តស៊ូមកដែរហ្នឹងបើកុំមានសទ្ធាមិនមកទេសទ្ធាពីជាសទ្ធាជាពូជសទ្ធាកាលៈសទ្ធាជាគ្រឿងចម្បាំងច្បាំងជាមួយអាសេចក្តីខ្ជិលឡាកិលេសដែលវារារាំងហ្នឹងសេចក្តីកំណាញ់ហ្នឹងសទ្ធាស្នេហៈសទ្ធានឹងជាជាប់កៅបិទចិត្តជាប់ជាមួយពុទ្ធសាសនាណាឯងអូសទាញទៅណាឲ្យប្រាក់ខែណាក៏មិនទៅដែរព្រោះដូនតាខ្ញុំជឿអញ្ចឹងមកទៅហើយខ្ញុំមានវប្បធម៌ប្រពៃណីសាសនាខ្ញុំហើយសទ្ធានាវាសទ្ធាជាគ្រឿងចម្លងទ្របយើងនឹងឯងព្រោះយើងស្លាប់ទៅវាអត់មានធ្វើបុណ្យអត់យកទៅរួចទេប៉ុន្តែបើធ្វើបុណ្យកម្មវិតាតែងមកកើតចំមកកន្លែងមានបានទៀតប៉ុន្តែបើអត់មានធ្វើបុណ្យស្លាប់ទៅតែខ្លួនទៅទេទុកទ្របឲ្យគេទាំងអស់ហើយទៅកើតខ្វះបុណ្យកើតចំមកកន្លែងអស់បើដូច្នេះហើយសទ្ធាជាគ្រឿងចម្លងទ្របនឹងទៅទៀតបានគេថាសទ្ធាធនៈសទ្ធាជាទ្របសទ្ធិន្ទ្រិយៈសទ្ធាជាធំតែមានសទ្ធាហើយនៅអាមេរិកនៅបារាំងកាណាដាក៏មកដែរប៉ុន្តែបើអត់សទ្ធាទេពីចំណាំពីស្ពានក៏មិនខ្ចីមកដែរហើយបើថាមានសទ្ធាឆ្ងាយក៏មករួចដែរបានគេថាសទ្ធានេះជាធំណាស់ហើយមនុស្សមានសទ្ធាគេចំណាំអីថាមនុស្សមានសទ្ធាដែលអាចឆ្លងលងនឹងទៅរួចនឹងគេចំណាំមនុស្សមានសទ្ធាមានលក្ខណៈ3យ៉ាងទី1មនុស្សមានសទ្ធានេះចូលចិត្តស្ដាប់
អ្នកទេសនាមិនប្រកាន់ថាលោកណាអាចារ្យណាទេចូលចិត្តស្ដាប់ទេសនាការព្រៀនបដៅការអប់រំរបស់លោកគ្រូសាស្ត្រាចារ្យអ្នកប្រាជ្ញនាខុសត្រូវយ៉ាងណាស្ដាប់យកមកពិចារណារហេតុផលកន្លែងណាល្អក៏អនុវត្តតាមកន្លែងណាមិនកើតក៏បោះចោលចូលចិត្តស្ដាប់មិនប្រកាន់ឲ្យតែអ្នកចូលចិត្តស្ដាប់ធម៌ទេសនាស្ដាប់ពាក្យព្រៀនបដៅហៅថាអ្នកមានសទ្ធាលក្ខណៈទី1លក្ខណៈទី2គឺចូលចិត្តស្វែងរកជួបអ្នកធ្វើអំពើល្អជាអ្នកមានគុណធម៌ជាអ្នកបួសជាអ្នកកាន់សិលជាអ្នកទៀងត្រង់ជាអ្នកប្រតិបត្តិត្រឹមត្រូវល្អសីលវតាំងទស្សនៈកាមកចូលចិត្តស្វែងរកអ្នកមានសិលអ្នកប្រព្រឹត្តល្អចេះតែទៅសែកគប់ទៅរាប់អានជាមួយនឹងអ្នកល្អឯទី3ទានណាំងចូលចិត្តបរិច្ចាគទានតាមមានតាមបានតិចតួចស្ដួចស្ដាងចេះតែជួយចែករំលែកបើដូច្នេះអ្នកណាមានលក្ខណៈ3យ៉ាងហ្នឹងគេហៅថាអ្នកមានសទ្ធាហើយមានសទ្ធាបានមកធ្វើបុណ្យនឹងកើតហើយអ្នកមានសទ្ធាអានិសង្ឃនៃអ្នកមានសទ្ធានេះនឹងបានយ៉ាងណាដែរព្រះពុទ្ធអនុគ្រោះមុនគេព្រះអង្គត្រាស់ដឹងអនុគ្រោះអ្នកមានសទ្ធាមុនគេព្រះអង្គសម្ដែងធម៌ឲ្យមុនគេហើយបានជួបនឹងព្រះបានស្ដាប់ធម៌មុនគេព្រះអង្គនិមន្តចូលទៅមុនគេយើងបានទៅរកព្រះពុទ្ធនឹងមុនគេក៏ដោយសារតែយើងមានសទ្ធាបានស្ដាប់ធម៌មុនគេជួបព្រះមុនគេសពយ៉ាងហ្នឹងលោកសំដែងចេះខ្ញុំមនុស្សយើងដែលទៅទីណាខ្លះក៏ទៅជួបសុខខ្លះក៏ទៅជួបទុក្ខខ្លះក៏ទៅបានជោគជ័យខ្លះក៏ទៅមិនបានជោគជ័យទៅរកទទួលទានទៅរស់នៅទីចិត្តទីឆ្ងាយអ្នកខ្លះទៅណាមកណាចេះតែជួបលៀបជួបហេងជួបសុខជួបចម្រើនអ្នកខ្លះទៅចេះតែជួបសោយតើពីរប្រភេទហ្នឹងមកពីអីគេថាអ្នកដែលមានបជាប្រៃទៅណាគេស្រឡាញ់គេចូលចិត្តគេបូជាជានិច្ចជានិរន្តរ៍មកហ្នឹងគេថាមកពីនៅនឹងមនុស្សមានសទ្ធាអានិសង្ឃរបស់សទ្ធាទេពីព្រោះរឿងរ៉ាវនេះពីសម័យព្រះចិត្តកហបតីមកកាន់សំណាក់ព្រះអង្គអស់មួយខែត្រឹមដាក់អីវ៉ាន់ហ្នឹងដាក់500អទេសមករួចថ្វាយប្រគេនព្រះអង្គអស់ហើយសម្រាប់នៅស្ដាប់ធម៌ព្រះអង្គនៅនឹងអស់មួយខែដល់ត្រឡប់ទៅវិញប្រជាជនស្រឡាញ់គាត់ចេះតែពីយកនេះយកនោះខ្លះដាក់ដូងដាក់ថ្នោតដាក់ខ្នោដាក់តសក់តឡាច់លពៅអីចឹងទៅណាដាក់ពេញឲ្យអាទេសហ្នឹងគេដាក់នេះដាក់នោះឲ្យគិតទៅអាទេស500មកពេញត្រឡប់ទៅវិញពេញដដែលដល់អញ្ចឹងទៅព្រះអានន្ទឆ្ងល់ល្មងចូលទៅថ្វាយអង្គមសួរព្រះអង្គឲ្យចិត្តកហបតីមកកាន់សំណាក់ព្រះអង្គអីវ៉ាន់ដាក់500អទេសមកប្រគិនព្រះអង្គអស់ហើយឥឡូវទៅវិញគេដាក់ពេញវិញហើយចង់សួរបន្តិចចុះបើគាត់មកកាន់សំណាក់ព្រះអង្គគេស្រឡាញ់គេគោរពបូជាគាត់អញ្ចឹងចុះបើគាត់ទៅស្រុកផ្សេងទៅនៅកន្លែងដទៃមានគេអាណិតអាសូរគេស្រឡាញ់គេបូជាគាត់អញ្ចឹងដែរទេព្រះអង្គបានប្រពុតថាអនន្តហើយអានិសង្ឃអ្នកមានសទ្ធាទេមនុស្សនេះទៅឯណាក៏គេស្រឡាញ់គេបូជាជានិច្ចជានិរន្តរ៍ដែរមិនថាតែមកកាន់សំណាក់ព្រះអង្គទេទៅទីកន្លែងណាដោយគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយកគេតម្លើងស័ក្តិគេបូជាជានិច្ចជានិរន្តរ៍បានព្រះអង្គលើកឡើងថាសទ្ធោសីលេនសម្បណ្ណោយសោភោគៈសមបិតោយ៉ាងប្រទេសង្ឃប្រយតិតដ្ឋតថេពពោជិតោអានិសង្ឃអ្នកមានសទ្ធានិងមានសិលនេះគ្រប់រកប្រទេសណាស្រុកណាខេត្តណានិគមណាកន្លែងណាតែងតែមានគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរលើកតម្កើងតម្លើងយកតម្លើងស័ក្តិទៅឯណាជោគជ័យឯណោះទៅឯណាសុខឯណោះអញ្ចឹងហើយមនុស្សដែលមានសទ្ធាទៅនៅស្រុកណាខេត្តណាប្រទេសណាក៏សុខដែរណាញោមអានិសង្ឃអ្នកមានសទ្ធាទេចាអញ្ចឹងអ្នកមានសទ្ធាទៅណាក៏សុខឥឡូវគេមានសទ្ធាធ្វើបន់ដាំពូជនេះតទៅមុខទៀតហើយដូច្នេះនឹងទទួលបានសេចក្តីសុខចម្រុងចម្រើនញោមញាតិទាំងអស់គ្នានឹងបានទទួលផលនឹងឯងបានសុខបានចម្រើនដូចគ្នាកម្មវិធីនេះក្រៅពីឆ្លងស្ពានឃើញមានដាក់ថាចម្រើនបជនជូនញោមលោកយាយឧបាសិកាសោមចាមហើយមួយណាទៅញោមហ្នឹងណាហើយចម្រើនឲ្យបាន130ហើយ140ញោមហើយបានវែងតទៅមុខមនុស្សយើងណាញោមបើមានកម្មពៀពីមុនមកមនុស្សនឹងធ្វើឲ្យអាយុខ្លីដល់ពេលអាយុកម្មពៀវាត្រូវស្លាប់កិច្ចអត់រួចអាត្មាធ្លាប់ទៅបនកឋិនមួយមានម្ចាស់កឋិននោះអត់ហ៊ានចូលក្នុងពហិទេគាត់ថាគាត់នៅក្មេងណាគាត់មិនតាន់ធ្វើកឋិនទេគាត់ខ្លាចស្លាប់គាត់ចង់រស់ឲ្យបានវែងចាំ20 30ឆ្នាំទៀតចាំគាត់ធ្វើកឋិនបានគាត់ថាអញ្ចឹងហើយគាត់ចេញមកគ្រោះថ្នាក់ចរាចរណ៍ស្លាប់មុនគេទៅហើយអញ្ចឹងបានថាបើជីវិតត្រូវស្លាប់ហើយណែឯងជៀសទៅណាក៏វាមិនរួចហើយមួយទៀតលោកយាយនៅអីពេញនោះរាសីគេទាយថាថ្ងៃហ្នឹងរាសីធ្លាក់អញ្ចឹងអញមិនហ៊ានទៅកឋិនទេខ្លាចគ្រោះថ្នាក់ចរាចរណ៍ស្លាប់ណាអើយគេទៅលន់ហើយគាត់មិនទៅទេថ្ងៃហ្នឹងមិនទៅទេដាក់ប៉ៅអ៊ីនៅសម្រាប់នៅផ្ទះ
ស្រាប់តែគេបើកឡានមកដាច់ជាកោវាបុកចូលក្នុងផ្ទះនោះទៅបុកគាត់ស្លាប់ដល់ក្នុងផ្ទះហើយវាទៅណាមទៅវាមករកគាត់ឯហ្នឹងតលឃើញនេះអាឡាននោះដាច់ជាកោនោះបានថាជីវិតត្រូវស្លាប់វាអញ្ចឹងឈាមស្រែកស្បែកហើយអាហ្នឹងកម្មពៀពីមុនមកហើយអ្នកខ្លះស្លាប់ដោយគ្រោះធម្មជាតិអ្នកខ្លះទៀតស្លាប់ដោយសារជំងឺដោយសារអត់បាយអ្នកខ្លះអាយុចាស់បានស្លាប់អ្នកខ្លះក្មេងបានស្លាប់គេហៅថាស្លាប់កាលមរណៈស្លាប់ត្រឹមត្រូវតាមកាលអកាលមរណៈស្លាប់នឹងឯងក៏មិនត្រឹមត្រូវតាមកាលអាយុមិនទាន់ត្រូវស្លាប់ផងស្លាប់ទាំងក្មេងទៅស្ដាយណាលោករួមសេចក្តីស្លាប់ទាំងអស់ថាមាន4បានជាមនុស្សចេះតែស្លាប់ទៅមកពីហេតុ4ហេតុទី1គេហៅថាអាយុខយមរណៈបើអស់អាយុហើយមិនរស់ទេពីព្រោះមនុស្សយើងបានតែលើស100បន្តិចទួចនឹងឯងមិនអាច500ទេហើយចឹងតែលើសពី100ហើយដល់ត្រូវស្លាប់អាហ្នឹងវាសំតាមវ័យដែរបណ្ណទី2គេហៅថាកម្មខយមរណៈស្លាប់ដោយអស់បុណ្យអាស្លាប់ដោយអស់បុណ្យហ្នឹងគេអាចជួយបានពីព្រោះមនុស្សរស់នៅអាស្រ័យមានបុណ្យផងតើអស់បុណ្យស្លាប់អ្នកស្លាប់ដោយសារអស់បុណ្យញោមញាតចំណាំអញ្ចឹងអ្នកខ្លះគាត់និយាយថាកុំទៅគិតកុំទៅខ្វល់មើលតែថាឲ្យទៅរលុយឲ្យមានចាយបាយមានហូបទៅឋានសុខឋានសួគ៌នៅហ្នឹងហើយឲ្យតែវាមានលុយចាយបាយហូបទៅវាសុខវាសួរវានិព្វានហើយមិនបាច់ទៅរកអីខ្វល់រឿងបុណ្យទានទេឲ្យតែវាមានលុយចាយមានបាយហូបទៅសុខក៏ប៉ុន្តែអ្នកស្លាប់អាយុ20 30 40 50លាន់នោះនៅក្នុងសត្វតអស់បាយសត្វតអស់លុយស្លាប់ចោលលុយមកកណោក៏មានដែរទិញឡានហើយស្លាប់មានផ្ទះហើយស្លាប់ធ្វើផ្ទះថ្មីឲ្យចឡានហើយស្លាប់លុយនៅមានមកសន្ធឹកមានទាំងលៀបមានទាំងយុះសាក់ទៀតផងហើយតំឡើងលៀបឡើងយុះបានមិនតាន់បានកន្លះខែផងស្លាប់ក៏មាននោះលុយនៅមានចាយរហូតដល់ដឹកទៅពេទ្យស្រុកប្រទេសគេប្រទេសឯងណាគ្រាន់តែថ្លៃមន្ទីរពេទ្យមួយយប់$200-300ក៏សុខចិត្តហើយលុយនៅមានមកកណោឥឡូវស្លាប់ទាំង20 30 40ចោលលុយចោលកាក់នោះអាហ្នឹងមិនវិញក្រែងថាឲ្យតែមានបាយមានលុយចាយក្រែងសុខឲ្យនៅពៀនដែរហើយឥឡូវមិនក៏ស្លាប់ដែរថាកុំភ្លេចលុយកាក់ទ្រព្យសម្បត្តិនៅមានក៏ដោយក៏ប៉ុន្តែបើអស់បុណ្យត្រង់ជីវិតស្លាប់ចោលលុយហ្នឹងបានជាក្នុងសាសនានេះឲ្យមនុស្សយើងធ្វើសេចក្តីល្អសម្រាប់ត្រង់ជីវិតផងតើអត់មានសេចក្តីល្អវាមិនរស់ទេដូចដើមឈើមិនដាក់ជីមិនថែទាំកុំអាងតែដីពេកវាអាចស្លាប់ទៅដែរអញ្ចឹងហើយវាមិនមែនថាស្លាប់ដោយសារតែដីស្លាប់ដោយសារតែទឹកស្លាប់ដោយសារកម្ដៅក៏មានដោយសារខ្យល់ក៏មានដោយសារអ្វីមកបៀតបៀនក៏មានអញ្ចឹងជីវិតមនុស្សយើងបើស្លាប់ដោយសារអស់បាយយើងរកបាយមកបន្ថែមបើស្លាប់ដោយសារជំងឺយើងត្រូវរកថ្នាំហើយបើសិនជាស្លាប់ដោយសារលេបថ្នាំខុសអានឹងយើងត្រូវគោរពវិជ្ជាបញ្ជាហើយបើស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍យើងត្រូវប្រុងប្រយ័ត្នហើយចុះបើស្លាប់ដោយសារអស់បុណ្យយើងត្រូវបញ្ចូលបុណ្យនៅថែមកុំឲ្យឆាប់អស់បុណ្យហើយបញ្ចូលបុណ្យនៅថែមនឹងអាម៉េចគឺធ្វើបុណ្យចម្រើនបញ្ជូននឹងបញ្ចូលបុណ្យនឹងគាត់កុំឲ្យគាត់ឆាប់អស់នឹងឯងនាងសេរនីអាយុ18ឆ្នាំកើតឡើងមកជាបតិចផ្ដាសាមើលងាយយាយតាសិតតែឆោតទៅជឿស្អីបុណ្យបាបនរកប្រែតទេវតាអីវាគ្មានទេនាងនឹងតែប្រពៃណីវប្បធម៌ជាតិសាសន៍ខ្លួនឯងក៏អត់ចេះដែរម្ល៉េះហើយសម្គាល់តែខ្លួនឯងនឹងជាអ្នកចេះជាអ្នកដឹងត្រឹមត្រូវជាងគេម្ល៉េះហើយស្ដីឲ្យទាំងម្ដាយខ្លួនឯងទៅទៀតថ្ងៃមួយនាងដើរចូលទៅក្នុងវត្តចំថ្ងៃឧបោសថស្រាប់តែយាយគាត់ហៅថាណែចៅអើយមកនេះមករៀបចំភេសជ្ជៈប្រគេនប្រសង់លោកធ្វើបោសុតធ្វើបុណ្យធ្វើទានគេណាចៅស្រាប់តែងាកមកស្ដីឲ្យតែមកវាហួសពេលហើយវាហួសសម័យហើយវាចាស់កម្រិលពេកហើយយាយឯងអស់ហ្នឹងឆោតនៅជឿស្អីមានទេវតាមានរូបប្រែតអីទៀតម្ល៉េះហើយយាយឯងអស់ហ្នឹងនៅចាញ់បោកគេឆោតស្ដីឲ្យយាយនឹងល្មមតែមកស្ពឹកមកចាញ់ត្រឡប់ទៅផ្ទះទៅយាយងាកមើលមុខគ្នាឯងហៅគេធ្វើបុណ្យគេស្ដីឲ្យឯងហ្មងហើយគេអាយុទៅ8 10អត់នឹងធ្វើមិនទេពធគេស្ដាប់ច្បាប់គេមិនអាននឹងគេចេះចាំពីណាមកក៏មិនមាត់នាងធ្វើដំណើរទៅដល់ផ្ទះនាងវិញបាន2 3ថ្ងៃខ្យល់ក៏ស្លាប់ទៅទាំងក្មេងណែរឿងវានៅតែហ្នឹងកុំថាតលចាស់ស្លាប់ក្មេងក៏ចេះស្លាប់ដែរណាតែអត់មានគុណធម៌ត្រង់ជីវិតគ្រោះថ្នាក់មើលមិនឃើញទេកុំប្រហែលឲ្យសោះអត់បានទេរឿងនេះលេងបាល់ថ្ងៃមិញយប់ស្លាប់ក៏មានដែរអាត្មារកជួបអស់ហើយពីថ្ងៃនៅលេងសល់កកាប់ជាមួយគ្នាយប់ទាំងបេះដូងស្លាប់ខ្យល់កស្លាប់ក៏តែមានដែរបើដូច្នេះហើយនាងនឹងខ្យល់កស្លាប់ហើយ
ស្រាប់តែវាអត់មានបុណ្យអីសោះអស់គេនិយាយតាធ្លាប់ធ្វើសិលធ្វើទានស្លាប់មកកើតជាមនុស្សវិញកើតជាទេវតាហើយនាងនឹងវាអត់មានពូជបុណ្យនាំមកកើតជាមនុស្សស្លាប់ទៅកើតជាប្រែតកន្លែងព្រៃគេចោលខ្មោចហើយនាងនៅនឹងលូនលិតខ្ទុះឈាមកម្រងសាកសពជាកំណើតមួយដែលហៅថាកំណើតព្រលឹងរឿងនេះមាននៅក្នុងបត្រៃបិដកភាគ56ដល់ពេលមួយនោះនាងសេរនីនេះណាញោមស្រាប់តែ3-4 ឆ្នាំក្រោយមកតាអ្នកស្រុកនាងរស់ស៊ីលក់ដូរបរទេសដឹកអីដើរលក់ទៅយកតាណាក៏ដេកតានឹងដល់ពេលកន្លែងព្រៃហ្នឹងវាល្ងាចទៅដោះអទេសឈប់សម្រាកនៅតានឹងប្រលប់គេថាម៉ោងខ្មៅចេញដើររស់ស៊ីនាងហ្នឹងជាកំណើតព្រលឹងជាអតិសមានកាយមានរូបកាយមិនប្រកបស្រាប់តែចេញមកដើររស់ស៊ីក៏លេចឃើញតាហ្នឹងស្គាល់ហ៎តានេះអ្នកស្រុកភូមិជាមួយឯងដែរឯងមើលគាត់ឃើញប៉ុន្តែគាត់មើលឯងអត់ឃើញព្រោះឯងមិនមែនមនុស្សឯងជាកំណើតមួយដែរកំណើតព្រលឹងនៅលើដីនេះម្ល៉េះហើយគាត់ក៏នឹកថាចង់ឲ្យឃើញតតែនិមិត្តឲ្យឃើញភ្នែកស្រស់និមិត្តឲ្យឃើញភ្នែកស្រស់ភ្លាមតានោះភ្ញាក់ឲ្យកញ្ញាណាខ្មោចព្រាយបិសាចចង់លងបន្លាចខ្ញុំមែនទេបាននាងនឹងថាលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរលោកតាមានចាំទេតានោះគាត់នឹកឃើញចៅសេរនីស្លាប់មក 3-4 ឆ្នាំហើយហើយចៅឯងទៅកើតនៅណាថាខ្ញុំកើតមកជាប្រែតរងទុក្ខលំបាកជាកំណើតអតិសមានកាយមានរូបរាងកាយមិនប្រកបជាកំណើតព្រលឹងនៅលើដីនេះដែររស់នៅក្នុងព្រៃកន្លែងគេចោលខ្មោចដើរលិតខ្ទុះឈាមកម្រងសាកសពមុតលិមួតនៅទីនេះខ្ញុំកំសត់លំបាកណាស់លោកតាខ្ញុំមានកម្មមិនអាចទៅស្រុកបានចុះម៉ែខ្ញុំគាត់សុខទុក្ខយ៉ាងណាហើយតាថានាងម្ដាយរបស់នាងសុខសប្បាយធម្មតាទេប៉ុន្តែគាត់ចាស់ជារាហើយលោកតាខ្ញុំសូមផ្ដាំប្រាប់ម៉ែខ្ញុំផងខ្ញុំកប់មាស4សែនកហបណៈក្រមក្រែកន្លែងខ្ញុំដេកឲ្យគាត់កាយមាសនោះមកបែងជា2មួយចំណែកធ្វើបុណ្យនៅខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាចុះបើគាត់មិនធ្វើបុណ្យនៅខ្ញុំទេមិនដឹងថាខែឆ្នាំណាខ្ញុំនឹងបានចាប់កំណើតកើតជាមនុស្សវិញឡើយផ្ដាំប៉ុណ្ណឹងបាត់សមោលទៅវិញបាត់តានោះក៏សម្រាកនៅនឹងមួយយប់ទៅតែចេះសម្រាកលក់ដែរឃើញប៉ុណ្ណេះហើយអាត្មាមិនស្រួលមិនលក់ទេចាំមើលក្រែងមកទៀតតាសម្រាកនៅក្នុងលក់មួយយប់ព្រឹកឡើងបរអទេសចេញហោហែតាមផ្លូវមកច្រើនខែច្រើនថ្ងៃមកដល់មុខផ្ទះនាងហ្នឹងឈប់អទេសរត់ទៅប្រាប់យាយថាយាយយាយខ្ញុំជួបកូនយាយឯងយាយខ្ញុំជួបកូនយាយឯនោះកំពុងតែឈឺដេកទទួលភួយសើងម៉ាំងងើបប៉ាងភួយដោយភួយខ្នល់ឯខ្នល់ហាជួបកូនខ្ញុំនៅណាជួបកូនខ្ញុំនៅណាថាលោកយាយឲ្យគ្នានឹងកើតជាប្រែតបង្ហាញរូបរាងកាយនៅព្រៃគេចោលខ្មោចឯណោះគ្នាលំបាកណាស់លោកយាយហើយអ្នកនាងផ្ដាំថាអញ្ចេមានមាសនឹង4សែនកហបណៈនៅក្រមក្រែកន្លែងនាងដេកឲ្យយាយនឹងកាយមកបែងជា2មកចំណែកធ្វើបុណ្យឲ្យនាងមកចំណែកទុកចាយនាងថាបើយាយមិនជួយនាងទេមិនដឹងខែឆ្នាំណានាងបានរួចពីកំណើតនឹងមកកើតជាមនុស្សទេយាយឮតែប៉ុណ្ណឹងទាញជនីតិជីកតែមកប៉ាំងកាយរមើលក្រមក្រែនឹងរកឃើញបានមែន4សែនកហបណៈពេលនោះយកមាសមកអង្គុយកាន់សំណោះកូនគិតអាម៉េចញោមកូនហើយកូនចង់មានកូនចង់បានកូនកើតឡើងកូនចង់រស់កូនចង់មានកូនចង់បានប៉ុន្តែកូនមិនជឿរឿងបុណ្យសោះកូនមិនបានធ្វើគុណធម៌សម្រាប់ជីវិតកូនសោះដូច្នេះហើយដូចដាំឈើអត់ដាក់ជីអត់ថែទាំអញ្ចឹងកូនហើយកូនចង់មានកូនចង់បានប៉ុន្តែកូនអត់មានសេចក្តីល្អអត់មានគុណធម៌ឃើញទេកូនអត់បានចាយទ្រព្យសម្បត្តិកូនទេកូនស្លាប់ទៅទាំងក្មេងចោលទ្រព្យសម្បត្តិអញ្ចឹងបើកូនចង់មានចង់បានបើកូនមានសេចក្តីល្អខ្លះកូននឹងបានសុខកូននឹងរស់បានចាយទ្រព្យហ្នឹងឥឡូវកូនសុំទ្រព្យមកកណោទីបំផុតកូនអត់បានចាយស្លាប់ទៅចោលទៅទេណែអាតំណឹងហើយដែលហៅថាស្លាប់ដោយសារអស់បុណ្យខ្ញុំមើលឃើញដែរទ្រព្យនៅមានតែប៉ុន្តែស្លាប់ចោលទ្រព្យហ្នឹងបានម៉ែនឹងអាណិតថាអញ្ចឹងចាំម៉ែធ្វើបុណ្យឲ្យក៏ធ្វើបុណ្យឧទ្ទិសទៅឲ្យកូននឹងទៅកូននឹងក៏រួចពីកំណើតប្រែតនោះកើតក្នុងសម្បត្តិជាទេវធីតាហោះមកបង្ហាញខ្លួនថ្វាយអង្គមសូមអរគុណម៉ែហើយលាម៉ែទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ទៅរឿងរ៉ាវនេះបញ្ជាក់ឲ្យឃើញថាណែបើសិនជាមនុស្សមិនមានសេចក្តីល្អមិនមានបុណ្យនៅក្នុងខ្លួនទេអាចស្លាប់ចោលអាយុជីវិតអាចស្លាប់ចោលរូបរាងកាយទៅក្នុងវ័យក្មេងតែនឹងគេថាស្លាប់ដោយសារអស់បុណ្យណាញោមហើយមួយទៀតស្លាប់ដោយសារអស់ទាំងអាយុទាំងបុណ្យគេហៅថាឧបយខយមរណៈស្លាប់ដំណាលគ្នាមួយទៀតឧបឆេតកកម្មមុនីស្លាប់ដោយកម្មពៀចូលមកកាត់ផ្ដាច់ហើយបើកម្មពៀចូលមកកាត់ផ្ដាច់អានឹងយើងធ្វើពិធីបុណ្យនេះក
ក៏រំលោះរំលៀងកម្មពៀដែរដូចជាអាចារ្យខ្លះរៀបចំពូនភ្នំខ្សាច់រៀបចំនាំគ្នាសូត្រធម៌យេកេរៀបចំឲ្យម្ចាស់ទានប្រធានបុណ្យនឹងចូលមកនមស្ការប្រតនត្រ័យហើយចូលមកទទួលយកត្រៃសរណគមថ្វាយខ្លួនជាឧបាសកថ្វាយខ្លួនជាឧបាសិកាស្ដាប់លោកចម្រើនព្រះបរិត្តម្លោះហើយគឺថាឲ្យคลายខ្លួនជាកូនសិស្សព្រះជាកូនចៅព្រះធ្វើឲ្យនៅនឹងឯងអមនុស្សខ្មោចព្រាយដែលវាចងកម្មចងពៀជាមួយនឹងវាដូរចិត្តវាលែងយកទៅវាទុកឲ្យមនុស្សនឹងរស់អាយុបានវែងចេះបានជាគេចង់ចម្រើនបជនគេឲ្យលោកយាយនឹងមកទទួលត្រៃសរណគមទទួលសិលជាកូនចៅព្រះឲ្យស្ដាប់ព្រះបរិត្តទៅនឹងតាមបែបសាសនាពីព្រោះអមនុស្សខ្មោចព្រាយសត្វធាតុណាដែលយើងធ្លាប់មានបាបកម្មជាមួយដែលគេចងពៀជាមួយយើងគេឃើញយើងខ្លាចជាកូនចៅព្រះអញ្ចឹងគេដូរចិត្តណាដូចជាអាយុវឌ្ឍនកុមារកើតឡើងទំនាយថា7ថ្ងៃទៀតត្រូវស្លាប់តាឪពុកភ័យណាស់ខ្លាចកូនស្លាប់ហើយសួរតបោះរមជួបាយធ្វើម៉េចតបោះជាពួកម៉ាថាយើងមិនដឹងទេទៅសួរព្រះទៅបានមកសួរពុទ្ធព្រះអង្គថានិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឲ្យនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត7យប់គ្រប់7ថ្ងៃព្រះអង្គយាងមកស្រាប់តែអមនុស្សនឹងវាប្រុងមកយកកូននឹងមែនណាញោមវាក៏លេចឃើញពុទ្ធពធប្រសងវាក៏លេចឃើញប្រសងឃើញពុទ្ធហើយនឹកថាឯងវាសិលទៀបជាងគេមនានហោះពីលើគេហើយគេខ្លាចជាកូនចៅព្រះហើយទុកឲ្យគេរស់ចុះអញ្ចឹងលែងបៀតបៀនគេដូរចិត្តលែងយកជីវិតកូននឹងគេត្រឡប់ទៅវិញកូននឹងថា7ថ្ងៃស្លាប់សោះឥឡូវអាយុបាន120ណាញោមមើលឃើញដែរមកពីអមនុស្សមួយចំនួនដែលចងពៀងយើងគេដូរចិត្តក្រោយពីយើងខ្លាចជាឧបាសកឧបាសិកាហ្នឹងវាមានពួកម៉ាក់2នាក់ទៀតឯណោះម្នាក់នោះគេមានសិល5ចាំសិល8ម្នាក់មិនដែលមានសិលសោះហើយអ្នកមិនដែលមានសិលហ្នឹងវាមានកម្មពៀជាមួយអមនុស្សដែលវាត្រូវមកយកហើយបើអមនុស្សនឹងមកយកគឺជាបាច់កយកយើងបានត្រឹមតែឃើញហៅថាដូចជាមនុស្សនឹងខ្យល់កឬក៏កាំងបេះដូងស្លាប់អីអញ្ចឹងទៅហើយដូច្នេះពេលអមនុស្សនឹងមកយកវាចំថ្ងៃដែលពួកម៉ាក់អ្នកមានសិលនឹងមកលេងដល់ពួកម៉ាក់នឹងវាមកលេងមកដេកនឹងផ្ទះនឹងគ្រប់7ថ្ងៃអត់ទៅណានៅតែសូត្រធម៌ហ្នឹងហើយមនុស្សនេះមិនចូលចិត្តធម៌អាយមកសូត្រដាក់តិចបើមិនហ៊ានដេញពួកម៉ាក់ដល់ជាទ្រាំស្ដាប់ទៅស្ដាប់រហូតដល់7ថ្ងៃពួកម៉ាក់នោះក៏លាចេញត្រឡប់ទៅវិញអមនុស្សនោះវាមិនហ៊ានចូលផ្ទះនោះវានៅតែពួនខាងក្រៅលោកមើលចុះមើលឡើងឯងមានចូលតែគាត់នោះមានសិលឯងវាបារមីទៀតជាងគាត់នោះមិនហ៊ានចូលដល់ថ្ងៃទី7បរោះនោះចេញទៅបាត់ទៅស្រាប់តែអមនុស្សចូលទៅនិមិត្តឲ្យឃើញភ្នែកស្រស់បរោះនោះសួរថាឯងទៅណាថាយើងមកយកជីវិតអ្នកឯងដោយសារកម្មពៀជាមួយគ្នាពីអតីតមកឥឡូវយើងត្រូវមកយកជីវិតអ្នកឯងយើងមកចាំ7ថ្ងៃហើយប៉ុន្តែពួកម៉ាក់អ្នកឯងវាមានសិលមានសារណគមនៅនឹងយើងមិនហ៊ានចូលឥឡូវគេទៅបាត់ហើយយើងមកច្បាច់កយកអ្នកឯងហើយបរោះនោះថាកុំអីកុំយកជីវិតខ្ញុំអីខ្ញុំក៏មានសិលមានសារណគមដែរហេអ្នកឯងមិនដែលមានទេខ្ញុំមានណាខ្ញុំមានសារណគមជាមួយខ្ញុំសូត្រឲ្យស្ដាប់ពុទ្ធាំងសារណង្កិច្ឆាមិធម្មំសារណង្កិច្ឆាមិសង្ឃាំងសារណង្កិច្ឆាមិចេះយកមាញ់ពួកម៉ាក់សូត្រដាក់តិចមកទឹកចេះបានប៉ុណ្ណឹងអមនុស្សវាគិតឃើញឮថាគាត់នឹងចេះមែនព្រោះពាក្យហ្នឹងមានន័យថាខ្ញុំសូមដល់នៅពុទ្ធពធប្រសងជាទីពឹងទីរលឹកនោះបើអញ្ចឹងគេកូនចៅព្រះដែរគេដល់នៅពុទ្ធពធប្រសងដែរអញ្ចឹងកុំបៀតបៀនគេកូនចៅព្រះដែរទុកឲ្យគេរស់ចុះក៏ត្រឡប់ទៅវិញទៅគេដូរចិត្តអញ្ចឹងផ្លែតបរោះនោះរស់នឹកឃើញតែអញរស់នេះដោយសារពាក្យ3ម៉ាត់នោះណាកុំអីអញត្រូវគេច្បាច់កយកបង្ហើយខ្យល់កមដឹងកាំងបេះដូងដឹងទេវាយើងមើលភ្នែកស្រស់នោះណាអមនុស្សមកយកគឺអញ្ចឹងអញដោយសារពាក្យ3ម៉ាត់នឹងរស់ចាប់ពីថ្ងៃហ្នឹងទៅអញយកពាក្យ3ម៉ាត់នឹងជាទីពឹងមែនថ្វាយខ្លួនជាឧបាសកឧបាសិកាពេញសិទ្ធតែម្ដងយ៉ែហើយមួយទៀតនិយាយពីអាយអំពីចាប់ពោះទៅសិលក៏មិនទៅពីក្មេងទល់ចាស់ហើយដល់មិនទៅហើយគាត់មិនហ៊ានចូលវត្តទេវាខ្លាចសាបមន្តអាគមគាត់ហើយឃើញតាយាយទៅវត្តគេបបួលទៅគាត់មិនទៅគាត់ឌឺឲ្យគេអូពុទ្ធទាំងរណាំងឆាមិអូពុទ្ធទាំងរណាំងឆាមិក៏ឌឺឲ្យគេចឹងណាមិនមកទេចិត្តតែឌឺឲ្យគេស្រាប់តែចាប់ចំពោះមួយនោះវាមានសតិបញ្ញាដូចមនុស្សចឹងគេហៅថានិករិយទៅសូត្របល័យមុនអាគមរកចាប់ពោះហ្នឹងវាមិនខ្ចីស្ដាប់វាបាក់ពពៀនដេញចាប់តាហ្នឹងវានឹកថាតានេះខូចមកជីវិតហើយធ្វើតែបាបគេចំណាស់ប៉ុណ្ណឹងមិនរវត្តរវ៉ាអញបដៅតាហ្នឹងម្ដងមើលដេញចាប់តាហ្នឹងមកតាហ្នឹងមើលទៅមុនអាគមគាត់សូត្រមិនប្រកែសោះរត់មកសន្ធុងាកក្រោយលេងពោះនៅប្រផាត់កែងអញ្ចឹងហើយពីណាមិនភ័យបើដាក់ដកកែងមិនតាន់ប៉ុបឥឡូវហើយអញ្ចឹងគាត់មិត្តទៅពីលឿនឡើងពោះហ្នឹងក៏វាលឿនឡើងតាមដែររត់រហូតដល់តុនជើងរត់លែងរួចជាពុកដុំថ្មដូនព្រោះគាត់ភ្ញាក់គាត់ងាស់គាត់ផ្លាត់មាត់គាត់ភ្ញាក់មកគាត់ថា
ពុទ្ធទាំងសរណង្កឆាមិអានេះគាត់ឌឺគេនោះវាភ្ញាក់ចេញអាពាក្យឌឺគេនោះស្រាប់តែពុទ្ធវាទុចងក់ហាគាត់នេះដល់នៅពុទ្ធជាទីពឹងដែរអញ្ចឹងកូនចៅព្រះដែរបើអញ្ចឹងកុំបៀតបៀនគាត់ទុកឲ្យគាត់រស់ចុះខ្ជាក់កែវមณี3គ្រាប់ហើយពោះនឹងត្រឡប់ទៅវិញទៅតានឹងអង្គុយទាំងហក់កាន់កែវមณีអញហើយជិះផ្លាត់មាត់រាល់ដងវាទៅឯណាឯណីនោះចេះថ្ងៃហ្នឹងមកផ្លាត់មាត់ចំប្រឡោះហ្នឹងហីហើយជិះបើផ្លាត់មាត់ដូចអាមុនមិនអាយុខ្លីអញ្ចឹងនឹកឃើញថាដោយសារពាក្យហ្នឹងអញរស់រៀនមានជីវិតហើយបើដូច្នេះចាប់ពីថ្ងៃហ្នឹងទៅអញថ្វាយខ្លួនជាឧបាសកអង្គគេដែរភ្ញាក់រលឹកតែហ្នឹងហើយគេដូរជីវិតអញ្ចឹងមានន័យថាគេដូរចិត្តអមនុស្សសត្វធាតុខ្មោចព្រាយណាដែលវាចងកម្មចងពៀជាមួយយើងគេលែងយកបៀតបៀនយើងដោយសារឃើញយើងថ្វាយខ្លួនជាត្រៃសរណគមនេះថ្វាយខ្លួនជាឧបាសកឧបាសិកានេះតែនឹងការពារមធ្យោបាយស្លាប់មួយហៅថាឧបច្ឆេតកកម្មមុនីណាហើយអានឹងស្លាប់ដោយសារកម្មពៀមកកាត់ផ្ដាច់យើងបានធ្វើកិច្ចនឹងហើយអញ្ចឹងប្រហែលជាគេដូរចិត្តហើយបើស្លាប់ដោយសារអស់បុណ្យនឹងបានជាយើងធ្វើបុណ្យបន្ថែមមាននិមន្តប្រសងចម្រើនព្រះបរិត្តប្រគិនចង្ហាន់នេះសពបែបយ៉ាងយើងបន្ថែមបុណ្យបន្ថែមអាយុជីវិតយើងដែរបានលោកថាជីវិតមហកិច្ចជីវិតមហកម្មនៅត្រង់ដាក់បោះស្បុកស្រោចទឹកហើយអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មនៅត្រង់យើងបាននិមន្តប្រសងចម្រើនព្រះបរិត្តនិងទទួលត្រៃសរណគមអនុប្រទានកិច្ចអនុប្រទានកម្មនៅត្រង់យើងធ្វើចង្ហាន់ប្រគិនប្រសងជូនយាយតាឲ្យគេបរិភោគប្រើប្រាស់ឲ្យជីវិតគេរស់នាំឲ្យជីវិតយើងអ្នកម្ចាស់ទៀតនឹងវារស់ព្រោះយើងចែកឲ្យគេរស់អញ្ចឹងបានយើងនេះវាបានបុណ្យរស់បានយូរដែរចាហើយម្យ៉ាងទៀតកូនចៅត្រូវធ្វើឲ្យគាត់សប្បាយគេថាមនុស្សចាស់អាយុបានវែងតើតើមានសបាយនឹងឯងប្រព្រឹត្តនៅធម៌5យ៉ាងទី1សបាយការីគាត់ចាស់ឲ្យធ្វើឲ្យគាត់សបាយឲ្យច្រើនកុំឲ្យគាត់កើតទុកណាញោមតែកើតទុកអាយុអត់វែងទេតែយំព្រឹកយំល្ងាចតែមកឈូសទុកឲ្យហើយទៅមិនខុសទេអញ្ចឹងកូនចៅឲ្យគាត់សប្បាយឲ្យច្រើនទី2សបាយេមកតាំងជានេតិឲ្យដឹងប្រមាណការសប្បាយគាត់ចំណាស់ហ្នឹងឲ្យកុំអូបគាត់ទៅរងកន្ទ្រឹមជាមួយក្មេងអី2 3បត់ធ្លាក់អណ្ដាតអាយុខ្លីឡើយហើយបើដូច្នេះឲ្យគាត់សប្បាយតាមបែបគាត់ទប់ស្កាត់ការសប្បាយតាមក្មេងសប្បាយតាមចាស់សប្បាយក្មេងសប្បាយធំបាសសប្បាយចាស់សប្បាយធ្វើបុណ្យសប្បាយក្មេងសប្បាយស្គាល់អាសាសប្បាយចាស់សប្បាយនឹងធម៌នឹងហ្នឹងហើយចង់ឲ្យគាត់សប្បាយដឹកនាំគាត់ឲ្យទៅវត្តទៅវាធ្វើបុណ្យធ្វើទានគាត់ឃើញបានទៅជួបមិត្តភក្តិមកសេរីគ្នាគាត់សប្បាយអញ្ចឹងណាហើយទី3ប្រេណតៈភោជីប្រយ័ត្នចំណីអាហាររបស់ខ្លះវាលាប់ជំងឺវាប៉ះពាល់ដល់កាពះដល់ពោះវៀនវាមានជាតិពុលជាតិអីទៅគីឡូកាពះគាត់វាខ្សោយថ្មិញគាត់វាបាក់អស់ហើយញលេបក្រែងលុយចំឆ្អឹងទៅតឹងកផ្លាប់លៀនភ្នែកថ្លៃដូចតកែក្នុងរោងអាស័យអាយុខ្លីមុនចាស់បើដូច្នេះឲ្យប្រយ័ត្នចំណីអាហារនឹងឲ្យមែនតែនជាមួយគាត់ចាស់ឯទី4គេហៅថាកាលាចារីឲ្យគាត់ស្គាល់ការដេកដើរឈរអង្គុយដោយក្បួនពេទ្យគេថាហាត់ប្រាណឥឡូវបើគាត់នឹងងើបរួចមិនអីទេប៉ុន្តែបើគាត់ងើបឡើងរួចកូនចៅជួយលើកជួយគ្រាគាត់ផងកុំឲ្យដេករហូតមួយខែមិនទាន់ឡើងម្ដងអាយុអត់វែងទេហើយចឹងឲ្យគាត់ស្រួលអេរិយាបថទាំង4ឯចំណែកធម៌ទី5ហៅថាព្រហ្មចារីប្រព្រឹត្តនៅព្រហ្មចរិយធម៌គឺប្រឡែងគាត់ឲ្យទៅសិលឲ្យទៅបុណ្យឲ្យទៅទានគេចុះឲ្យបើគាត់ទៅមិនរួចដឹកជូនគាត់ផងឬក៏និមន្តប្រសងនិមន្តអីមកឲ្យគាត់បានធ្វើបុណ្យធ្វើទានរក្សាសិល5ចាំសិល8នាំឲ្យគាត់បានអាយុវែងតាមបែបពុទ្ធសាសនាចេះហើយចឹងតែនឹងហើយចម្រើនបជនញោមណាកូនចៅគេបានបំពេញហើយកូនណាបានធ្វើចម្រើនបជនជូនញោមកូនចៅនោះឈ្មោះថាកូនមានធម៌កតញ្ញូទៅណាក៏សុខទៅណាក៏សប្បាយមានកូនក៏កូនល្អមានមិត្តភក្តិក៏មិត្តល្អគេស្រឡាញ់គេចូលចិត្តសមដោយពាក្យថាយោមេតរាំងបេតរាំងវាមកចោលថាមានណបោសតិទីវាបេណាំងតិកាឆន្តិមេតាបេតិបរាំងនរាំងនរៈជនប្រុសស្រីណាដឹងគុណមេត្តាបៃតាទំនុកបំរុងខ្ចង់ផ្ដាំដោយធម៌កតញ្ញូប៉ុណ្ណេះបុគ្គលនឹងទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តអាណិតអាសូរលើកតម្កើងកម្លាំងយោស័កជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះបើមានកូនសត្វតកូនល្អបើមានចៅសត្វតចៅល្អបើមានមិត្តភក្តិសត្វតមនុស្សល្អសត្វតសពបរោះនឹងអានិសង្ឃកូនគេបានសុំខមាទោសម៉ែឪគេហើយខ្មោចជាប់កម្មជាប់ពីហើយគេបំពេញកតបកិច្ចរបស់គេខ្លាយជាកូនល្អហើយនឹងបានសុខចម្រើនឯលោកយាយសូមឲ្យទេវតាវត្ថុស័ក្តិសិទ្ធិជួយថែអាសាការពារលោកយាយឲ្យរស់នៅបានវែងឆ្ងាយមានប្រយោជន៍ដល់ជាតិដល់សាសនាទេវតាមុខទៅជួយថែអាសាឲ្យរស់នៅបានវែងបនត្រូវតែបានបនប៉ុន្តែផលបាបរបស់យើងពីមុនមកទេញោមឧបាសកម្នាក់គាត់អង្គុយស្ដាប់ធម៌ស្ដាប់មកយប់ទល់ភ្លឺប្រាប់តែគាត់រៀបចេញដំណើរទៅផ្ទះពេលព្រឹកភ្លឺស្រាងចេញទៅលុបមុខនៅខាងកើតវត្តស្រាក់ទឹកដូចវត្តព្រៃថ្លាយើងអញ្ចឹងឧបមាអញ្ចឹង
វាស្រាប់តែគេដេញចោលលួចទ្រព្យគេពីភូមិមកញោមដេញប៉ាត់ញ៉ាត់រត់មកដល់អាចោលវាភ័យពេកគេដេញចិត្តគាត់បោះអបបិចទ្រព្យហ្នឹងទៅដល់ខបែតាហ្នឹងក៏រត់យករួចខ្លួនទៅចោលហ្នឹងហើយអ្នកដេញចោលមកដល់ឃើញតាហ្នឹងវាយស្លាប់ទៅមិនតែងចង់ប្រកែកហ៎ផោះតាងឃើញនឹងមកគាត់បបិចទ្រព្យវាយគាត់ស្លាប់ទៅគេខកសំលន់មាត់ឯក្អុលមកពីស្ដាប់ធរហ្នឹងបានគេវាយស្លាប់បើគាត់ទៅផ្ទះតាំងពីល្ងាចទៅវាគ្មានស្លាប់ទេមកពីនៅស្ដាប់ធរហ្នឹងឯងណែគេចោតប្រកាន់អញ្ចឹងដល់តែគេចោតប្រកាន់អញ្ចឹងទៅបានប្រពុតទ្រង់សម្ដែងប្រាប់ថាមិនមែនដូច្នោះទេមិនមែនអយុត្តិធម៌ទេពីខុសទាំងឡាយយុត្តិធម៌ណាស់ពីជាតិមុនគាត់ជាអ្នកចម្លងដរឲ្យគេឃើញប្រពន្ធគេស្អាតឃើញគេមានទ្រព្យសម្បត្តិវាយសម្លាប់គេដណ្ដើមយកទ្រព្យសម្បត្តិគេយកប្រពន្ធគេឥឡូវកម្មនឹងវាតាមតនបានជាឲ្យគេវាយគាត់ស្លាប់អញ្ចឹងទៅស្លាប់ពេលហ្នឹងដោយសារកម្មពីហ្នឹងប៉ុន្តែអំពើបុណ្យដែលគាត់ធ្វើហ្នឹងគាត់ត្រូវទទួលបានអត់បាត់បង់ទេនេះច្បាប់កម្មអញ្ចឹងឯងយល់ដែរនាងសាមាវតីបំរើព្រះអង្គជាមួយនឹងបរិវាររាប់រយនាក់បំរើអើយបំរើព្រះអង្គទំនុកបំរុងប្រាប់តែមានតែត្រូវគេមើលងាយគឺនាងមាកន្តយានាងមាកន្តយានឹងប្រវត្តិនាងពីដើមនឹងស្អាតដាច់គេណាញោមសម្បកនាងនឹងដូច7អំពែកភ្លឺមនុស្សយើងរាល់ថ្ងៃគ្រាន់តែឃើញល្មមតែសើថាអើកូនគេស្អាតណាស់កូនគេល្អប៉ុន្តែនាងមាកន្តយានឹងភ្លឺយប់ឡើងព្រាលដូច7អំពែកអញ្ចឹងដល់តែកូននឹងវាស្អាតពេកទៅតែដឹងគេមកតែដឹងឪពុកម្ដាយមិនឲ្យទៅនៅនេះមិនសមឲ្យទៅនៅនោះមិនសមដល់អញ្ចឹងហើយនឹកឃើញថាវាមិនសមនឹងកូនអញសោះតែថៃដតីមកតែដឹងមិនឲ្យសោះស្រាប់តែសម័យថ្ងៃមួយតាព្រាមនឹងដើរឃើញប្រពុតអូសាមណៈនេះស្អាតណាស់បើបានកូនអញសុំគ្នាទៅមកអូទៅគាត់ណែសាមណៈឈប់សិននៅតែហ្នឹងហើយខ្ញុំលើកកូនឲ្យមិនបាច់ទៅទៀតខ្ញុំលើកកូនឲ្យនឹកឃើញថាទៅលើកកូនឲ្យភ្លាមព្រោះកូនគាត់នេះវាល្បីដាច់គេទៅហើយប្រពន្ធក៏គង់ចាំអញ្ចឹងហើយនេះវងទៅដល់ប្រាប់ប្រពន្ធណែឯងមកហៅកូនមកដាក់កម្រងផ្កាយឲ្យមកខ្ញុំរកប្តីឲ្យកូនបានណាតបទៅជួបប្រាប់ទៅនាំគ្នាមកទាំងយាយទាំងតាទាំងកូនក៏មកដល់រកប្រពន្ធមិនឃើញហេឯងថើនៅចាំតែនឹងទៅយកបាត់ទៅឯណារកចុះរកឡើងឃើញស្នាមជើងព្រះអង្គមួយយាយនឹងគាត់ចេះទាយប្រកែគាត់ថាឲ្យវាមនុស្សនឹងមិនមែនមនុស្សមកយកកូនយើងទេមនុស្សអស់កិលេសតើស្នាមជើងនឹងមនុស្សអស់កិលេសហើយតានឹងថាវាគ្មានទេម៉ែវាឯងក៏ទៅចេះមនុស្សប្រុសណាដូចកពើអញ្ចឹងទៅដាក់ចំណីដល់វត្តតបាហើយបើអញ្ចឹងកុំតែខ្វល់ឲ្យតែឲ្យទៅយកកុំតែភ័យអញ្ចឹងក្បួនទាយគេចេះទាយឆត់តាំងជំនាន់នោះមកខ្ញុំណាគ្រាន់តែមើលលក្ខណៈហ្នឹងគេដឹងភ្លាមរឃើញព្រះអង្គគង់នៅក្រោមដើមឈើមួយហើយវាស្រាប់តែចូលទៅមកយើងលើកកូនឲ្យសឹកមកយើងលើកកូនឲ្យប្រពុតមិនស្ដីអីព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់សម្ដែងពីរូបរាងកាយរបស់មនុស្សទោះបីជាល្អប៉ុណ្ណាក៏ដោយញោមចំណាំមើលចុះប្រពុតតែងតែឲ្យយើងពិចារណានៅអសភៈកម្មដ្ឋានអរិយកម្មដ្ឋានដែលយាយតាសមាទានសិលជាពិសេសយាយតាស្រុកយើងនឹងសមាទានសិលត្រូវតែពិចារណាជានិច្ចនោះមាន4យ៉ាងណាញោមណាពុទ្ធធាននៅសតិរនឹកដល់គុណប្រពុតហើយមេត្តានៅសតិមានធម៌មេត្តាដល់សត្វទាំងឡាយពីព្រោះសត្វទាំងអស់ញាតិញោមទាំងអស់សិតតែធ្លាប់ធ្វើបងប្អូននឹងគ្នាណាមាននិស័យគ្នាវិចិត្រមុនកូនចៅជាមួយគ្នាបងប្អូនជាមួយគ្នាទេឯទី3នេះឲ្យយើងពិចារណាថាអសពភៈមនុស្សយើងនឹងវាអសពតាំងពីចុងសក់ដល់បាតជើងណាញោមបរិភោគចូលទៅសិតតែរបស់ឆ្ងាញ់របស់ឈ្ងុយមិនបាច់ចាំដល់ចេញមកវិញទេគ្រាន់តែជក់ក្នុងមាត់នឹងខ្ជាក់មកឲ្យគេហូបគេមិនហូបផងហើយបៀមឲ្យតែយូរខ្ជាក់មកហាត់ខ្លួនឯងមើលទៅដឹងណាញោមហើយរបស់ខ្លួនយើងចូលទៅសិតតែកោប៉ុន្តែចេញមកវិញសិតអត់ល្អទាំងអស់ញើសក្អែលរបស់យើងអត់មានល្អតាណាទេតាំងពីចុងសក់ដល់បាតជើងសិតតែជារបស់មិនល្អដោយពុទ្ធសម្ដែងតែសន្តិហោរីរូបរាងកាយពោតិស្អុយរោគកណិតធាំងសម្បុកនៃរោគបផាំគុំណាំងជារបស់ពុកផុយទៅវិញទៅទេកិនតិចទៀតទៅវាជ្រៀងវាជ្រួញវាយ៉ាប់ទៅបានតែភ្លើងឆេះតែប៉ុណ្ណឹងឯងយាយតាពីរនាក់អង្គុយស្ដាប់ចូលចិត្តស្ដាប់ធម៌បានហ្មងសម្រាប់ដល់អនាគាគេប្រែថាអ្នកអត់មានផ្ទះ
សម្រាប់ដល់អាណាគីហើយលែងកុំបងបួសត្មងទាំងយាយទាំងតាលែងនៅផ្ទះបួសទាំងពីរនេះនិយាយពីកូនកំមុំគេស្ដាប់ធម៌ជាមួយគ្នាគេសម្រេចឡត់ឯងអត់សម្រេចអីចងកំណុំជេរព្រះខឹងហ្មងមិនមកស្ដីឲ្យអញថារូបអញអាក្រក់គេទៅសើថាអញស្អាតគ្រប់គ្នាកម្មណៈនេះលេងមកទៅរូបអាសពរូបមិនល្អខឹងចងកំណុំនឹងព្រះអត់បានសម្រេចអីជេរខឹងព្រះទៀតឪពុកម្ដាយឃើញតែគាត់ទៅបួសអញ្ចឹងយកកូនទៅផ្ញើនឹងឪពុកមីឃើញកូននឹងវាស្អាតពេកយកទៅថ្វាយស្ដេចក្រែងបានរង្វាន់ខ្លះស្ដេចក៏ទទួលយកទៅនាងនឹងបានទៅនៅក្នុងវាំងទៅហើយស្រាប់តែវាឃើញនាងកាមាវតីនឹងទំនុកបំរុងជាមួយប្រពុតចំណែនហ្មងស្អប់ជួលគេមកជេរព្រះថែមទៀតជួលគេជេរណាញោមប៉ុន្តែអ្នកដែលជេរគេប្រមាណវាសិតប្រឡងបញ្ចូលខ្លួនឯងវិញទេអំពើកម្មយើងធ្វើនោះឲ្យរបស់គេបើគេយកហើយឲ្យលមុតឲ្យខ្នោទៅគេបើគេយកទៅបាត់ទៅហើយបើគេមិនយកទេវាបានតែអ្នកឲ្យវិញហ្នឹងដែលអាត្មាឡើងទៅលេងផ្ទះញោមអញ្ចឹងប្រគេនមលូប្រគេនស្លាបបើអាត្មាយកទៅបោះអាត្មាហើយតែអាត្មាមិនយកទៅទេបោះម្ចាស់ផ្ទះនឹងវិញដដែលយ៉ាងណាមិញអ្នកជេរគេអញ្ចឹងដែរជេរគេដាក់ទំនាយគេច្រើនបើគេយកទៅមិនអីទេតែគេមិនយកមកខ្លួនឯងវិញទាំងអស់ហើយនាងហ្នឹងមិនជេរខ្លួនឯងជួលគេជួយជេរទៀតដល់តែឃើញនាងសាមាវតីនឹងទៅបង្រើព្រះខាងហ្មងលួចដុតផ្ទះពេលដែលនាងនៅកំពុងជុំជាមួយបរិវាររាប់រយនាក់លួចដុតឆេះខ្ទេចស្លាប់ទាំងនាងនឹងបាត់ទៅទៀតគេឆ្ងល់ឡាន់គេថាមិនក៏ធ្វើបន់មិនជួយណោះនាងនឹងទៅបម្រើព្រះរាល់ថ្ងៃតែគេដុតស្លាប់ទាំងរស់អញ្ចឹងបន់នឹងគ្មានចេះជួយអីទេបានប្រពុតសំដែងបំភ្លឺរឿងហេតុផលហ្នឹងនាងធ្វើបន់ហ្នឹងវាពិតជាបានបន់មែនប៉ុន្តែនាងដែលត្រូវគេដុតទាំងរស់ហ្នឹងមកពីអីមកពីជាតិមុនណែណោនាំបរិវារហ្នឹងទៅងូតទឹកហើយដល់ទៅងូតទឹកទៅងើបឡើងមកវិញទៅដុតសម្រះអាំងដុតទៅវាភ្លេចគិតមើលបច្ចេកពុទ្ធគង់នៅក្នុងសម្រះហ្នឹងប្រាប់តែមើលស្គាល់បច្ចេកពុទ្ធអង្គហ្នឹងនិមន្តចូលវាំងញឹកញាប់ណាស់បើអញ្ចឹងហើយតែឯងដុតទៅតែដឹងដល់ពរាជាមុខក៏ពរាជាយកទោសបើអញ្ចឹងសម្បត្តិខុសតាមឲ្យហើយកុំឲ្យដឹងហោះដុតតែហ្មងពុកសម្រាប់ថែមដុតបច្ចេកពុទ្ធហ្នឹងបើដុតតែមិនក៏មិនឆេះដែរណែកម្មពៀតណ្ណឹងហើយញោមបានជានាងត្រូវគេដុតទាំងរស់ហ្នឹងឃើញដែរប៉ុន្តែបើនាងសងផុតទៅវាឆាប់ផុតអំពើដែលនាងល្អធ្វើប្រមាណហ្នឹងនឹងឲ្យផលនាងបរិបូរណ៍ឡើងវិញនេះហើយជាផលរបស់កម្មអញ្ចឹងយើងរាល់ថ្ងៃបានសុខបានជួបបានប្រត់យើងត្រូវទាញអារម្មណ៍ដាក់តែហ្នឹងវាសិតតែកម្មរបស់យើងពីមុនមកទេប៉ុន្តែទាញអារម្មណ៍ដាក់ហ្នឹងមិនមែនឲ្យយើងផ្ដេកផ្ដួលទៅទេត្រូវតែព្យាយាមត្រូវតែខំដោយប្រពុតអញ្ចឹងគេទាយថាព្រះអង្គមុខក៏បានត្រាស់ឮតែអញ្ចឹងមិនមែនព្រះអង្គផ្ទុំដេករងចាំឲ្យត្រាស់ឯណាតែមិនព្យាយាមក៏អត់ត្រាស់ដែរហើយចេះអញ្ចឹងបានជាក្មេងខ្មាំងក៏ចឹងដែរអាត្មាដូចជាធ្លាប់និទានជូនដែរសាមណេរហ្មងមកបួសហើយញោមស្រាប់តែគេចាប់ដោតគូទៅលបងហូរឈាមឲ្យលហាតដល់តែហូរឈាមលំបាកវេទនានៅតែនឹកដល់គ្រូឧបជាទៀតសាមណេរហ្នឹងកំណត់ល្អញោមណានឹកឃើញតែស្មាហ្នឹងដាំទឹកប្រគេនគ្រូឧបជាដងទឹកប្រគេនគ្រូឧបជាអញឥឡូវបើអញជាប់គូតនឹងលបងឬអត់រុញអញ្ចឹងមុខតែអញនឹងស្លាប់ហើយបានអាណាគេបង្រើគ្រូហើយលំបាកវេទនាប៉ុណ្ណឹងបានប្រពុតទ្រង់សម្ដែងប្រាប់នឹងហើយតបមុខលំនេននឹងពីជាតិមុនជាកូនក្មេងចេះតែលេងចាប់សត្វកតុំរុយក្តិចកតុយដោតស្មៅដោតជាបាងឲ្យហោះទៅសបាយសោចម៉ែចេះតែខត់ថាកូនកុំលេងអញ្ចឹងកូនហេត្រូវតែលេងអញ្ចឹងសបាយបើម៉ែឯងមិនឲ្យដោតម៉ែឯងឥឡូវដល់អញ្ចឹងទៅម៉ែក៏ដោយឲ្យកូនលេងដោតសបាយអញ្ចឹងទៅស្លាប់ទៅធ្លាក់នរកអស់កាលយូរណាស់មកទៅហើយដល់មកកើតជាមនុស្សហ្នឹងវាស្រាប់តែបានបួសហើយហ្នឹងអាកម្មហ្នឹងវាតាមតាន់ត្រូវគេចាប់ដោតគូទៅចឹងវិញទៅញោមឃើញណាមនុស្សយើងមិនថាអ្នកមានមិនថាអ្នកក្រទេថ្ងៃណាមួយគង់តែដល់កម្មហ្នឹងវាតាមតាន់អ្នកសេដ្ឋីដោយអបតកៈសេដ្ឋីណាញោមស្លាប់ចោលទ្រព្យសម្បត្តិអត់បានប្រើការក៏មានដែរអ្នកខ្លះមានយសល្បីល្បាញមិនតាន់បានសបាយប្រមាណផងស្លាប់ទៅវិញក៏មានដែរអាការស្លាប់អាការរងទុក្ខអាការលំបាកនឹងហើយដែលគេឲ្យឈ្មោះថាវិបាករបស់កម្មកូនធម្មមាសោកមួយឈ្មោះថាកុណាលៈញោមមកគ្រាន់តែកើតឡើងនិយាយពីស្អាតអូយស្អាតដាច់គេភ្នែកនឹងល្អណាស់តែរាជាឃើញអញ្ចឹងអស្ចារ្យណាស់ថ្ងៃកើតនឹងមកវាល្អអ្នកណាបានឃើញញោមមក
anh nhâm thằng ó dây nam một cái nhớ đa là nhâm cái đó mà khơi tầm một câu nắng thọ một má này đăng tà nhâm thằng ó ở cho câu nắng về xa mà lấy nghe nó về thla lo tới tiết đặt hào thể thầy mà tôi thành đây lộ đa miền bật tia câu ma na lo và năng đấy thầy thì mình đa miền đi còn ở miền tại sạt chuyển lại mũi nơi đây hàm mà biến sạt của nan lã năng miền này thla và năng à đại tôi trong đăng áo chỉ chắp sạt của nan lã năng nhưng mà mưa ô này thla đi câu nan men có đã mua câu nâng tha câu na lạ ấy câu tôi đại cho miền sau thì đại là bảy rùa cô lo tiết lo mau bị ấy chuyện muốn quạt chùa chơi trận đây phó quạt co sang của phun từ rùa phó bàn càn chuyện đại rùa lo nó lo theo tầm miền của phun miền ấy xa chân tới nhốm đó là lo về chân tới ngày mùi nó mà đại mình nâng thòm bản tới trai trong không mùi ai nâng làm bay trong mê trai tam phơi snai ha kho của bay ní hơi không mùi nâng chỉ nè can thọ á mình prom rồiแต่mình prom mà đại mình nâng được không à kế anh chỉ trai phong từ hai luôn cái phần năng ai kìm prom ấy không ai không à kế sầm lạp cháu là thưa bác có thưa là bách thà thôi là bách thao từ cầm chặt từ trâu nơi cho tôi đai này chân tới nhung đó là cô nâng tới cầm chặt từ trâu nơi tôi đai hơi chân tới khai chia bì cho ta thà đặt thò miệt sau nâng ở cái khoe này cô nâng ạ nhiều mà đó là khi mà khoe này ở bên na hiên cái khoe này thì ở bên na hiên này sẽ tới ao mía kia à lấy na hiên khoe này ao mía đó là chân tới sẽ tới bên mình nuôi mà nè nó tới cục cho nó khoe này nhung khoe môi đã lơ bát đầy của phung tập cách và cân chư rô hơi khoe môi tiết do phần này đã lơ bát đầy không mà nó phần này đó là ở trời ngất từng pi giang về từ ní cái bật đánh tranh chàn là có nhung đào xong tiền kia từng pi nhẹ vào đây và cuốn nó nhung đó ôi cứ lùm bạ giang nó ngồi cồn ta đạch sao mấy cô trời kia phẩm bại kia cầm chai tranh vì giang to khả cái khoe này giang nó mau bị ấy chiết môn nhiều mà đẹp tầm mê nó việc liêng đó tập liêng sạt nó về chỗ chứ đó nó không rung phnom ấy nó kia nè bành sạt đào tới khơi sạt và hai chim mà rồi sạt nó không rung phnom lo nè chun đông thầm mò riêng qua để chết tầng ngọc nơi ơi nó không rung phnom nó ở tay na rồi tê ấy chẳng khai sạt nâng chanh rồi tiết chạp sạt tầng mà rồi nâng chạp nơi ở không bại tầng ngọc ở bởi vì ngất này tới phần ngọt chầm này à nó bị ngọt bà đào hay bị bao chanh rồi tê mà ngay vô mùi nhiều mà cam pi là bọc nia toàn tình ca nó ngọ sát từng nó với đánh toàn ban cái quẹt này từng luôn nó dùng cái đấy chẳng ban này tha bị bạ là bọc cắm khang lọ và ao phó khang rõ và ao phó đây khang lọ thôi con cao nó miên rùm lọ thôi con cao nó chỉ đạch nó khang bị ba lọ ở đó là khang rõ bạn chỉ đạch cho hỏi cái quẹt này dùng cái đấy chẳng mà nuôi dương nó ngày nó ngày nhưng mà nhé ngày khỏi cả tóc nó nhung á ngày năng sau sờ bay ngày khỏi tách này có miên đây chẳng sắp ta bị bạ là bọc cam nó người non mốc nó rồi sạch ở bây giờ về có bọc có bài lên nâng ti tới nẹt thông và hai tập phút chỉ kêu dương và hai mô cái liên miên rất và cái của kênh mình thoát thì bạ cam nâng đấy mô cái liên để nó piên tới chào pram rồi vay lần tích chăng nên cần phần crop co đây ban chăng nâng mọc cung kia với ban chỉ mô cái liên mà vay cung lia bỏ về nó piên riêng bọc và cam rồi bỏ lớp thì vay pram rồi chiết mau rồi mau bị ấy tuy chiết món chưa tam pịa nhua nhung và phun vô mà đai từ tầm láp mà đai à phục cha hơi ngất thế chứ và phun nó mình phải có đây còn lông so phải nhu đây là do từ tầm láp cái đây nâng thầm mình vô tê cái lại cao tục lồng ba hết thời thì vô từ tầm láp đó là chân tới sọc chất vô tới tám và phun bò tê từ đó là cả đào phơi tới một thua chỉ là bạch đặt thà tầm bốn thầy vô mai ở từ sọc phu mình nó chân tới nhôm đó là cái đó cả đào phơi của chụp máy ở căn sai cô nhom tích cho mình cách cho bọn đây bọn trên ly cho tôi là tê từ đó màu bánh đâu tầm lấy thôi tầm lấy chảo na do tên một chút thì nó quay cho tôi là tên nó quay mà đãi khinh quay phục ấy chặt ra phục mà đãi sai thằng con ai như đó tới con mau rồi toแต่con ai nó trao quay con ai nha đi pro trao cả con quay mai quay mai cha trái sập tới con mày đây rồi chẳng á lư ta phần nắng từng về luôn từ lẹ tôi là tên tộc tới đẹp mai thật nhung đánh chào từ ba thôi lấy tao dương từ tiền vinh giờ mà đó chưa làm ray slap tư nè class cho bắp cà pi class ta slap tăng tiền cả nó bỏ cháu cả một prey ba tư cam pia ta phần năng lẹ nó rũ rong tục rọp liên tan cho năm màu ta hơi mình toàn ở cam màu cao chim mà nấu chiên na có trời slap để ta thì vay đây
nhiều cái đấy là hố đã chiết trong còi nâng bàn tra hơi nơi ta kỳ vay tiết bàn sầm rạch đó là hòn nơi ta kỳ vay tiết mau bị cam tỉ ở bên dưới bị mê sa na và bột dương nâng có phong tầm đai tì bị bạ là bò phong đấy mơ trong công ty áp tiên thiện chặt pi chặt bay chặt bốn miền tầm đai tì bị bạ là bò cắm vì bạ là bò phong áp tà nào bò cam mà vật thâu nè tầm đai chè chọn ao non đòn tật màu thá tật tới trên lọ màu bị chiết muốn phong chạm cô khăn cô vết vay cô bằng ngọt tật ở lưới tật nó to lọ bàn ao cô phật bán non cái đòn tật màu tật thá tới lọ nhưng phải cam pia tam toàn đấy đó phong miên phải chuôn lẹ phải lô hát màu bị ấy bị chiết muốn dương hai tam phật ngay kìa thà trường can phải chạm phum đấy đó miền nhẹ phum được tây máu rồi riêng trong phum nâng phong vay thầm lạp kỹ đời chẳng cam pia mò tam bóng ro chiết nâng cao chỉ pre hơi nâng tra chỉ phải phun hơi nâng nơi ta miền phải chuôn lẹ lô hạt nâng mò bị crom kia vay kia đúng không ở kia crom kia là việc mày khá à lấy khuôn anh nơi ta rong tục này bóng nó phân đai chẳng này ta ở bóng môn nâng đây là tiền tới che chọc cho công che chọc cho cái chư chăng cho ai đã mò bị ấy đang chua to bong bồn này được drop sầm bát vay bong bồn này sầm lấp vay chua to thì vô drop sầm bát ban chỉ cam pia chẳngได้nhung cái đấy bong thôi tục ra cái để ra lùm ba đo của môi năm mau bị ấy cà phê về a bàn trà đằng láng phô bị mình trul hả và nhầm nghi thế trà chỉ một nó men trà nghi thế nó thì thôi tục ra cái để ra thì to tu vú nó bàn tràแต่นั่นเป็นตราแมนน้อยจะถ่ายจนได้กำปีแบบนั้นนะประมาณการเปลี่ยนเป็นตัวจะประปันนั้นบ้านเธอเอาปองหนึ่งไอ้ตกกระเกยยาหลุมบ้านนอนแล้วประมวยชนำยังกันได้ปองสำได้ติดบ๊อบประกำระบปองก็เคยจะทอดได้เจ้าจำนองยืมเมียนกิจไอนาพอดโยมเนี่ยคลาหลังงงเตยจีแจ้เนี่ยแจ้งเตยจีหลังงงนะโยมจีหนึ่งหลังแจ้แม่นปนกลมเดียวเนี่ยหลังงงประหยัดจีก้อยหลังงงไว้เนาะโดยจอละปันกะการมาเรียนไอ้มันแจ้มาปีมืองี้กี้อ่างไอ้แจ้เนี่ยคลาเคยเกยโกมเคยเกยบักใบทัวสำหรับบักใบโกมตามที่การล้างโกมรอบรอยชิดมาปีกรรมปีต่างหากนั่นหายวิบากระบอกกรรมวิบากระบอกกรรมไปยืนกระไดแมนแตนตื้อพุทธบริษัทมันอาจเกิดพอดยางหนังบ้านโลกสำได้ถ้ายืนเมียนเสถียรมวยเทียถักกรรมแม่สักตาเสถียรเชื่อท่าวิบากระบอกกรรมเปิดได้ยืนเธอนั่งเชี่ยมหมายจ้าระบอกยืนหายจิกรรมมาเสร็จได้ตัดแต่ลายเมียนกรรมจิพายพงเมียนกรรมจิกำน้าแน่ศพแม่เมียนนกโกนเตาเตยเปรียมนั่งตูสัวปองถ้าบอกปปองโดยจำร้านจ้องไม่ก็มนุษย์ยืนการล้างก็เป็นมันโดยคลี่เนี่ยคลาเมียนเนี่ยคลากรอนเนี่ยคลาล้อเนี่ยคลาเกาะเนี่ยคลาหลังงงเนี่ยคลาเจเนี่ยคลาเมียนโรคจานเนี่ยคลาเมียนโรคบักใบโกมตามที่การล้างโกมรอบรอยชิดมาพิกรรมปีต่างหากนั่งหาวิบากระบอกกรรมวิบากระบอกกรรมไปยืนกระไดแมนแตนตื้อพุทธบริษัทมันอาจเกิดพอดยางหนังบ้านโลกสำได้ถ้ายืนเมียนเสถียรมวยเทียถักกรรมแม่สักตาเสถียรเชื่อท่าวิบากระบอกกรรมเปิดได้ยืนเธอนั่งเชี่ยมหมายจ้าระบอกยืนหายจิกรรมมาเสร็จแล้วตัดแต่ลายเมียนกรรมจิพายพงเมียนกรรมจิกำน้าแน่ศพแม่เมียนนกโกนเตาเตยเปรียมนั่งตูสัวปองถ้าบอกปปองโดยจำร้านจ้องไม่ก็มนุษย์ยืนการล้างก็เป็นมันโดยคลี่เนี่ยคลาเมียนเนี่ยคลากรอนเนี่ยคลาล้อเนี่ยคลาเกาะเนี่ยคลาหลังงงเนี่ยคลาเจนเนี่ยคลาเมียนโรคจานเนี่ยคลาเมียนโรคตัดนั่งเมาปีไอ้ปองตรงกันได้ตะกรรมเนี่ยตะกรรมเมียนเวะกรรมตียีตีกรรมโยนีกรรมปอนทูกรรมประเดสารนายังกรรมมังสัตเตดิเตจิเตยะติจังให้นับในตาตายะโดยเฉพาะจิตดำยังเตยโยมถ้าตัดแตงลายเมียนกรรมจิพายปงเมียนกรรมจิกำนาดเมียนกรรมจิมรดกเมียนกรรมจิตีระลึกประทุกรรมนาเฮาตุลออกเลยเราได้กรรมน้องไม่ต้องเอาพอตามหนึ่งได้ก็พอแม่มีในศาสนาปอดบานนี้เอาบองสำได้มาดองตีดเมียจิกได้ยังคุยสดามอพิมบองสดาปอดยุลดอยจังบานบองท่าบ่ายจังโตพอแม่มีนกจามสดาบจอเนี่ยนาได้มืองีกีเนี่ยนึ่งการล้างมันบานตะโกนคงคูซีนึ่งบานการคงตะโกนชาวตีดเนี่ยนาเบียดเบียนกีเนี่ยนึ่งอดบานตอกตีกำเปียนึ่งเอายืมเมียนตกหลุมบ้าแช่แต่เมียนจุมือเพลยกายเพลยจัดนึ่งหลุมบ้าละโหเนี่ยนาลุดละบอกกีเนี่ยนึ่งไอ้โรเมียนบานไอ้เวมันแช่กงตรอตีเวแช่ตะเพลิงแช่จอลุดตะเล็ดเวแช่ตะขาบแช่ตะจันเมากีละโหมาเจี๊ยบนึ่งได้บานจุนันซอกเมียนไอ้ตะกีลุดบัด
ភ្លើងឆេះកាន់ទិញដូររបស់នេះចំទៅរបស់ខូចចំទៅរបស់អន់ឃើញតែចាញ់បោកគេមកពីកម្ពុជាឯងធ្លាប់លួចគេពីមុនមកបានជាមានផ្សេងបន្តិចបាត់គ្រាន់តែស្បែកជើងបាត់នឹងអស់ប្រមាណគូrồiទេទៅប៉ុននេះបាត់មួយគូទៅប៉ុននេះបាត់មួយគូប្រហែលជាមុនធ្លាប់លួចរបស់គេដែរចេះខ្ញុំក៏ដែរនឹកឃើញអញ្ចឹងអើយអ្នកខ្លះទៀតអាយុខ្លីបានយូរសើនេះក៏ឆាប់ស្លាប់មានកូនសិតតែធ្វើការធំនេះក៏ឆាប់ស្លាប់មានទ្រព្យសម្បត្តិមកកកគេមិនក៏ឆាប់ស្លាប់ថាមកពីឯងនឹងវាកម្មពីសម្លាប់គេពីមុនមកដែរខ្ញុំក៏ដែរឲ្យចុះអ្នកខ្លះមិនក៏រៀនបកែថាអ្នកនឹងឯងស្ដាប់ធម៌ដោយគោរពពីជាតិមុនមកអ្នកនឹងឯងស្ដាប់ពាក្យព្រានបដៅឪពុកម្ដាយដោយគោរពស្ដាប់គេនិយាយណែនាំដោយគោរពស្ដាប់គ្រូដោយគោរពពីមុនមកឲ្យចុះអ្នកនេះមិនក៏កើតឡើងកមកពីជាតិមុននឹងគេស្ដាប់ធម៌ឯងមិនចង់ស្ដាប់គេសម្ដែងឲ្យស្ដាប់ឯងមិនចង់លឺឯងធ្វើមិនលឺម៉ែឲ្យបញ្យល់ណែនាំឯងធ្វើមិនលឺមកពីខ្លួនឯងវាចង់មិនលឺហ្នឹងបានគេឲ្យកើតមកវាមិនលឺហ្នឹងវាកឲ្យវាថ្លង់អាថ្លង់ហ្នឹងមកពីវាមិនចង់លឺហើយអាកហ្នឹងនិយាយប្រឡប់គេស្ដាប់ធម៌គេធ្វើអីឯងនឹងមិនឲ្យគេស្ដាប់ទេនិយាយប្រឡប់គេបានជាកម្មវាដាក់ទូមាត់ហ្នឹងក៏មកបកែនិយាយទៀតណាខ្ញុំក៏ដែរវាកអញ្ចឹងអ្នកណាភូតកុហកគេសម្លេងអត់ល្អថ្មិញមិនល្អមាត់មិនល្អនិយាយទៅគ្រាន់តែលឺដាក់មីក្រូគ្រាន់តែនិយាយទៅគេស្អប់តែហ្មងមិនទាន់ឃើញមុខផងហើយអ្នកណាដែលមិនកុហកគេញោមគ្រាន់តែកាហានក៏គេចង់ស្ដាប់ដែរហើយមនុស្សក៏អស្ចារ្យមិនលឺតែសម្លេងមួយម៉ាត់អ្នកជីកង់ក៏ចង់ឈប់ដែរចង់ស្ដាប់គាត់និយាយថាម៉េចណែលឺតែសម្លេងគេស្រឡាញ់ក៏មាននឹងអ្នកមិនកុហកគេអ្នកណាធ្វើបាបប្រពន្ធគេកូនគេដាច់កាមេញោមណាអ្នកនឹងឯងខ្លួនឯងនឹងកើតមកមិនល្អទេកើតមកជាសត្វតែគេគ្រាវរាប់រយជាតិឲ្យតែកើតមកចំតែគេគ្រាវផុតពីគេគ្រាវមកទៀតកើតជាមនុស្សមកមនុស្សមិនចំលក្ខណៈស្រីក៏មិនស្រីប្រុសក៏មិនប្រុសតែមកអស់អាកម្មនឹងយើងហៅខ្ទើយនឹងរាប់រយរាប់លានជាតិមកទៀតដល់អាកើតមកជាមនុស្សហើយនោះវាចំទៅគេធ្វើបាបបានប្រពន្ធទៅក៏គេធ្វើបាបបានកូនគេធ្វើបាបខ្លួនឯងគេធ្វើបាបរហូតអាភ័ព្វណាស់មកពីអីមកពីដាច់កាមេនឹងឯងខ្ញុំឃើញដែរហើយចឹងពុទ្ធបរិស័ទអ្នកណាឲ្យគ្រឿងបរិភោគដល់គេឲ្យគេរស់រៀនអ្នកនឹងឯងមានកម្លាំងនោះវាខ្លាំងហើយបានទ្រព្យសម្បត្តិរស់ទីទទួលទានចេះតែមានចេះតែបានសុខសាន្តសប្បាយរហូតអ្នកណាបូជាព្រះពុទ្ធគោរពព្រះពុទ្ធច្រើនមានតេជៈបានកើតឡើងមានយុស័កធំអ្នកណាបូជាព្រះធម៌ច្រើនកើតឡើងមកមានបញ្ញាអ្នកណាទំនុកបំរុងខ្ចង់ផ្ដើមបូជាព្រះសង្ឃកើតឡើងមកមានទ្រព្យធនយើងតែងទៅសូត្រពុទ្ធបូជាមហាដៃជោចាំមកបូជាមហាបញ្ញាសង្ឃបូជាមហាធនណាងនោះខ្ញុំក៏ដែរមានទាំងអស់អ្នកណាឲ្យគ្រឿងប្រទីបគ្រឿងបំភ្លឺនៅនេះឯងកើតឡើងបកែភ្នែកទៅល្អអាយុ50 60 70 80ហើយមិនបាច់ប្រើវ៉ែនតាទេមិនបាច់ចាំភ្នែកមួយដបទេភ្នែកតែពីរហ្នឹងបកែណាអាត្មាឃើញមានប្រទេសដឹងរឿងចេះដែរលោកអាចារ្យនោះគាត់ចាស់យកតែមែនទេមិនដែលពាក់វ៉ែនតាទេលោកទៅទេសនាលេងវ៉ែនតាលោកក្មេងទៅអត់ដោះទេឆានក៏វ៉ែនតាហើយមើលទៅធ្វើក៏វ៉ែនតាទេក៏វ៉ែនតាជាបើលោកខូចទៅនេះហើយប្រាប់តែអាចារ្យទៅសេឈ្មោះម្ចាស់បនឲ្យលេងហុញមកប៉ុនកដៃលោកក៏ភ្ញាក់ព្រឹកដូចជីមិនគាត់សេធំម្ល៉េះអត់ឃើញនិគុណវ៉ាន់តាមិនដោះហើយប្រហែលជានិគុណអន់ប្រទេសទៅហើយណែញោមអាត្មានៅឃើញអៀនខ្លួនទៅទៀតដល់អញ្ចឹងមិនដឹងមានន័យថាម៉េចnữaដល់តាអាយុ50 60ហើយក៏អត់ពាក់វ៉ាន់តាឯងវ៉ាន់តាម្ដងលេងទៅសេអសប៉ុនកដៃឲ្យមកទៅហ្មងអញ្ចឹងបានន័យថាណាឲ្យគ្រឿងប្រទីបដល់គេនឹងឯងបានជាវាកើតឡើងមកភ្នែកក៏វាល្អញោមណាណាឲ្យសភៅឲ្យបិចប្រដាប់ប្រដារៀនសូត្រអ្នកនឹងឯងសបោឧបករណ៍រៀនសូត្រហើយមានបញ្ញាឆ្លាតឆាប់ចេះឆាប់ចាំអ្នកណាឲ្យគ្រឿងស្លៀកពាក់ដល់អ្នកដទៃកើតឡើងសបោអលង្ការមិនចេះខ្វះតាំងពីខោតាំងពីអាវពីសៅពីស្បៃពីសំពត់ខ្សែកខ្សែដៃគ្រាន់តែបតោងភ្លឺព្រិចទឹកតែពេជ្ររស្មីព្រោងរលើបរលំល្អណាស់ញោមដាច់រស្មីស្អាតមានតាំងគ្រឿងហូលគ្រឿងប្រមូលស្លៀកពាក់មិនខ្វះអូយពណ៌សម្បល់ស្អាតដោយប្រពុតថាទានណាប្រទាននេនអ្នកដោយប្រពុតត្រង់សម្ដែងតែវត្តតតោហៅទេវណ្ណតោណាឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ខ្ញុំក៏ដែរពណ៌សម្បល់ល្អដូចនាងឧមាតន្តីអញ្ចឹងមកពីធ្លាប់ឲ្យគ្រឿងសម្លៀកបំពាក់ដល់គេអត់ខ្វះទេ
អ្នកណាឲ្យចង្ហាន់បណ្ឌបាតដល់គេអ្នកនោះឯងកើតឡើងមានចង្ហាន់បណ្ឌបាតគ្រប់កើតឡើងមកចេះហូបបាយហូបទឹកគេរុញមកកើតកន្លែងមានកន្លែងបានរកទទួលទានចេះតែមានបានអ្នកណាឲ្យទីសនាសនៈចូលកសាងលបងវត្តចូលកសាងកុដិកសាងសាលាឬក៏ទិញកទេលទិញខ្នើយពួយមុងជាមចំព្រះព្រំរនាងវាំងដុតដាក់ក្នុងវត្តអត់ងាយកើតខុសកន្លែងទេបើអ្នកមិនបានបំពូសនាសនៈតែកើតអត់ពូជញោមមកអត់មានផ្ទះខ្លួនឯងទេមុខតែកើតក្រមជំរុកហើយហើយមិនក្រមជំរុកទេក្បែរភ្លក់ក្បែរជាក្រានហ្នឹងមកភ្នុកអញ្ចឹងណាគេចង50ថ្ងៃនៅ50ថ្ងៃទៅគេចងក្រមដើមឈើនៅក្រមដើមឈើទៅគេធ្វើភ្នុកឲ្យគ្រាន់តែបើគេមិនធ្វើភ្នុកឲ្យបោះមូសិលភ្លឺទៅណាពូជ័យវរៈខ្លួនឯងមិនបានដាំបានខ្លួនឯងកើតមកចេះស្លៀកពាក់ខោអាវដូចជាគោក៏បីឆ្កែឆ្មាហ្នឹងអត់ចេះស្លៀកពាក់ខោអាវទេគេរុញកំណត់អ្នកមិនដាំពូជស្លៀកពាក់ជ័យពមិនដាំពូជស្លៀកពាក់ខោអាវហើយគេថែមកតុយឲ្យមួយទៅបើខ្លួនឯងវាអត់មានខោមានអាវគេបានកតុយមួយគ្រាន់កបត់សូម្បីតែផ្លឹកអាជាក៏ចេះកម្រើកដែរញោមណាដើម្បីជួយបកមូសហើយនឹងមកពីមិនដាំពូជនៃជ័យវរៈហើយមិនដាំពូជបណ្ឌបាតទៀតបាយចាំតែអសល់ពីគេទេអាសល់ពីគេមកពី3មុខចាក់បញ្ចូលគ្នាក៏ឆ្ងាញ់ដែរហើយបើមិនបានអីចង់ឲ្យតែឲ្យពំទៅបាត់មកពីអីអត់មានកម្មសិទ្ធិខ្លួនទេដោយសារគេទាំងអស់ពីព្រោះឯងអត់បានដាំពូជខ្លួនឯងដល់តែសេនាសនៈហ្នឹងអញ្ចឹងដែរបើយើងអត់បានធ្វើទៅយើងកើតមកក្រុមភ្នុកជាបានយើងកើតមកក្រុមក្រែក្រុមភ្នុកអីចឹងទៅបានដល់ពួកគោពួកកបីឆ្កែឆ្មាហ្នឹងហើយគ្នាអត់មានផ្ទះជាកម្មសិទ្ធិទេនៅតែជាមួយគេតាញោមហើយអ្នកណាបានធ្វើគិលានអភេសជ្ជៈកើតឡើងមករមែងមាននៅសុខភាពគេនឹងល្អមិនមានរោគគេអាពាហ៍បៀតបៀនអីទេសុខសบายស្រួលរហូតដូចវិសាខាអញ្ចឹងហ្នឹងញោមរួចបើណាមិនបានដាំពូជគិលានអភេសជ្ជៈឆ្នាំពេទ្យទេនៅនឹងឯងហើយកើតឡើងសបោរោគគេអាពាហ៍បៀតបៀនណាដល់អញ្ចឹងទៅបានយើងនឹកឃើញថាអ្នកណាបានដាំពូជសនាសនៈមានផ្ទះធំទលំខ្ពស់អញ្ចឹងនឹងជាកម្មពីរបស់មនុស្សដែលមនុស្សធ្វើយ៉ាងណានឹងត្រូវទទួលយ៉ាងនោះញោមហើយអ្នកណាដែលល្អអ្នកណាដែលអាក្រក់មកពីខ្លួនឯងធ្វើទាំងអស់កុំថាពុទ្ធសាសនាសម្ដែងឲ្យមនុស្សខ្ជិលដេកចាំព្រេងសំណាងអីអត់ទេពាក្យថាសំណាងកើតពីការសាងបើយើងមិនសាងវាអត់មានសំណាងដោយសំណាបចឹងវាកើតពីការសាបបើយើងអត់សាបមិនមានសំណាបដកទេវាតតែយើងសាបឯសំណាងចឹងណាយើងដេកចាំសំណាងឯណាអត់ទេបើយើងចង់បានសំណាងធ្វើខ្លួនយើងហើយយើងចង់បានវាសនាទៅប៉ាគេថាគេមានវាសនាល្អណាស់ហើយចូលវាសនាគឺអីវាសនាគឺកាយប្រយោគនិងបច្ចេកប្រយោគចេះកាយប្រយោគអំពើធ្វើដោយកាយវិច័យប្រយោគធ្វើដោយវាចាហើយបើអញ្ចឹងយើងធ្វើខ្លួនឯងទាំងអស់និយាយណាគាត់ខំទិញធေါ်គាត់ខំស្វាត់ជេរភាវនាដោយមាត់គាត់ខំកាពះដោយកាយគាត់ខំធ្វើបុណ្យដោយកាយគាត់កើតឡើងមកមានវាសនាល្អបានរូបឆោមលូនពណ៌ល្អគេដែរយើងថាវាសនានេះល្អណាស់ប្រាប់តែកូនគាត់នោះទៀតបានកើតមកបានធ្វើជាអ្នកធំរៀនប្រឡងជាប់ថ្នាក់ខ្ពស់គឺថានេះមានវាសនាណាបើបានឡើងយល់ឡើងតាអាចទៅវាសនាមកពីអីកាយប្រយោគគេខំរៀនគេខំគោរពស្ដាប់ឪពុកម្ដាយវិជ័យប្រយោគគេខំទិញគេខំហាត់ពុតលុតដំពាក្យសម្ដីគោរពចាស់គោរពទុំតាំងពីតូចមកញោមក៏ដែររហូតដល់ស្ដាប់គ្រូបរៀនគេប្រឡងជាប់ឡើងថ្នាក់ធំឡើងយុវសាស្ត្រនឹងឲ្យវាសនាហើយអញ្ចឹងពាក្យថាសំណាងពាក្យថាវាសនាណាអ្នកធ្វើខ្លួនយើងអ្នកធ្វើតែដែរនឹងឯងអញ្ចឹងជឿពុទ្ធសាសនាទីពឹងពុទ្ធសាសនាគឺទីពឹងខ្លួនឯងអត្តាហេអត្តណោនិថោខ្លួនជាទីពឹងខ្លួនឯងនឹងឲ្យកម្មសកតាញោមឲ្យអត់មានអ្នកណាធ្វើឲ្យយើងទេម្នាក់មានកម្មជារបស់ខ្លួនកម្មសកតាទៅទីគេជឿអញ្ចឹងទៅបានអាត្មាលើកឧទាហរណ៍ជាក់ស្ដែងពីជំនាន់ព្រះនាងពជាតាអ្នកភ័ក្រមាននោះគេធ្វើបន់គេធ្វើសាលាឆទៀនគេធ្វើផ្លូវហើយធ្វើសាលាឆទៀនប្រពន្ធទាំង3នាងបឋមមាទៅចូលជ្រែកបានធ្វើឲ្យជាងជាមួយហើយគេមិនចង់ឲ្យចូលផងគេថាគេខ្ជិលធ្វើបន់ជាមួយស្រីពិបាកញ៉ៃច្រើនគេចង់ធ្វើតែប្រុសគ្នាគេទាំង30នាក់ខ្លាយនឹងដល់ហើយចឹងនាងនឹងធ្វើល្បិចបានធ្វើឲ្យជាងនាងមួយទៀតនាងសនន្ទានឹកថាបើនេះគេបានទៅឲ្យជាងជាតិក្រោយគេកើតជួបប្តីទៀតអញមកបបាយទេបើអញ្ចឹងអញធ្វើអីចេះអូអញទៅជីកដងជីកប្រាស់នៅក្បែរនឹងដល់គេមកជ្រកទៅគេទៅដងទឹកដងប្រាស់អញប្រើណែ
ដល់តែនាងទៅចិត្តប្រាអាយ៉ាប្រពន្ធគេទាំងពីរគេធ្វើបុណ្យជាមួយប្តីអញអត់បានអីវោបាយពីប្តីអញដាំដើមផ្កាដាំដើមឈើជាមួយលោកទៅឲ្យគេស្រឡាញ់គេចូលចិត្តគេរមណីក្នុងចិត្តគេទៅអញក៏បានបុណ្យជួបប្តីដែរនាងក៏ជាថាអញមិនបាច់ធ្វើបើអញជាប្តីអញជាឪពុកមាស្រាប់ទ្របជាមួយតែគ្នាបើប្តីអញធ្វើហើយអញក៏មកតែងខ្លួនឲ្យស្អាតជាងគេទៅប្តីស្រឡាញ់អញជាងគេទៅហើយបាច់ចាំខ្វល់អីទេមួយថ្ងៃអង្គុយលាបកញ្ចក់លាបតែម្សៅលាបតែក្រែមញោមហើយដល់តែពេលគេស្លាប់អស់ទៅកម្មមាំងសត្វទេវិកេតយតិទៅស្រាប់តែមកភៈមាននោះកើតជាបានប្រពន្ធទាំង3ទៅកើតជាទេវធីតាជាមួយបានអង្គុយមើលអូបាត់នាងម្នាក់ទៅណាចេះប្រពន្ធដល់14ស្រាប់តែសម្លឹងចុះសម្លឹងឡើងដោយលោកអាចារ្យគាត់ថាបានទាញវ៉ែនតាទឹកពាក់ផ្លិបរឹបឲ្យណែនណាបាទអាត្មាដូចជាប្រានមិនដែលឃើញពាក់វ៉ែនតាផងតែយកប្រាននោះសម្លឹងមើលមករកឃើញអូនាងនឹងមកកើតជាកុកញីតាមកដល់ចាប់កុកញីទាំងរស់ទៅតែមកយកទៅដល់ឋានសួគ៌ទៅដាក់ឲ្យមើលប្រពន្ធទាំង3ទៀតប្រពន្ធទាំង3គេឃើញគេដឹងអូនាងឲ្យនាងឯងមុនទេសាច់នាងរួមឡើងសស្អាតណាស់ហ្នឹងឲ្យកម្មពីនាងខំតលៀបមកសៅទៅបានជាវាសអញ្ចឹងខំតលៀបមកសៅបានសអញ្ចឹងខ្ញុំណាគិតតែពីលៀបចង់ឲ្យសហើយគេថានាងឲ្យមាត់នាងក្រហមស្អាតមាត់ក្រហមល្អនេះមាត់ក្រហមល្អស្អាតឡើងស្រួចក្រហមឡាស្អាតអីគេទៅតលៀបក្រែមមកហើយគេទៅតែកញ្ចក់អូនាងឲ្យកញ្ចក់នាងស្រួចវិញល្អណាស់គេគេទៅថែកញ្ចក់នោះអញ្ចឹងគេចំអន់ឲ្យអញ្ចឹងនាងនឹងក៏អន់ចិត្តទៅមកនឹកថាឯងវាសัตว์ធ្វើអីគេមិនកើតគេស្ដឺឲ្យអញ្ចឹងខឹងគេណាដល់អញ្ចឹងបានប្រអិនលឿនថាម៉េចនាងចង់មកកើតគេនឹងដែរអត់ថាចង់តែបើចង់ខិតខំសមាធិសិលយកមកដល់ដាក់ឲ្យនៅស្រុកមនុស្សនៅផែនដីនឹងវិញទៅឲ្យសមាធិសិលទៅញោមឲ្យស្លាប់កើតបន្តទៅនាងនឹងកើតជាកុកស្រីបើគ្មានត្រីងាប់មិនទីទេសុខចិត្តអត់ស្លាប់ក៏សុខចិត្តដែរឲ្យតែវាបានស្លាប់ទៅវាផុតមកជាតិទៅដែរឲ្យឆាប់ផុតពីកុកហើយចឹងទៅប្រអិននោះធ្វើប្រែកាឡាជាត្រីងាប់ដាច់វិញមកដល់នាងនឹងចាក់ផងទីត្រីនឹងធ្វើប្ររះខ្វប់នាងនឹងឃើញរស់ប្រឡែងទៅវិញទៅអូបានថានាងនឹងកាន់សិលបរិសុទ្ធមែនដល់ទីបំផុតក៏បានជួបប្រអិនវិញទៅញោមគាត់ដែរអញ្ចឹងបើយើងមិនខំខ្លួនយើងទេអត់មានអាណាឆ្អែតជំនួសទេញោមណាដូចមកបនអញ្ចឹងបើគេហូបបាយបើយើងមិនហូបគេទេអត់ឆ្អែតជំនួសទេអញ្ចឹងកុំអាងប្តីកុំអាងប្រពន្ធកុំអាងកូនជួនកាលម៉ែឪស្លាប់ទៅកើតរូបប្រែតតលទ្រព្យសម្បត្តិនៅកូនគេធ្វើអន់ធ្វើបន់ឲ្យផងក៏មានដែរហើយបើគេធ្វើបន់ឲ្យមិនបានទទួលផងក៏មានដែរមកពីអីមកពីកូនបានចូលមកប្រគេនផងហ្នឹងកូនគេបានចូលមកអត់ទិសផងហ្នឹងលោកអាចារ្យហៅចុះហៅឡើងទៅគឺមើលមកថ្ងៃក្រោយឲ្យលោកខកចង្ហាន់ឥឡូវអញ្ចឹងបានមកជាកាច់ចកលទៅប្រគេនជំនួសអីអញ្ចឹងទៅជួនកាលម៉ែឪអត់បានផងហើយអញ្ចឹងសង្ឃឹមអីទៅបានទីគេថាមានទ្រព្យតិចតួចមានការចោលលួចភ្លើងឆេះអស់ទៅណាញោមកាលពីខ្លួននៅរស់របស់គុំនៅដល់យើងស្លាប់ទៅអាសាកូនសោះសង្ឃឹមកូនចៅនៅខាងក្រោយទៅគេធ្វើបន់ឲ្យគេតែពេតែឈ្មោះឲ្យអាចារ្យហៅនឹងឯងក៏ទេដាច់ជាឆ្នាំងបាយទំលុះក៏បាត់ទទួលបច្ចុប្បន្នកំពុងអាគ្រឿងមាសគ្រឿងពេជ្រគ្រឿងប្រាក់គ្រឿងស្ពាន់គ្រឿងតុកថាដែលខ្លួនឯងខំរកទីតាំងបិទខ្មៅរហូតសក់សទុកកំរងហ្នឹងកូនគេចែកគ្នាអស់ហើយគេថាទ្រព្យគេមិនខ្ចីយកមកដាក់ប្រឡងទេគេទុកកំរងចាញ់ចាយគ្នាហេតុដូច្នោះនេះរកប្រុសស្រីគួរតែគិតអានិច្ចាស្លាប់ទៅជាខ្មោចអាសោចវេទនាមិនមានអ្នកណាទៅជាមួយយើងទេគេជួយហែត្រឹមតែខាងកើតវត្តស្រីស្លាហ្នឹងក្បែរទួលប្រធាននេះគេមកវិញអស់ហើយយើងទៅតែឯងបើអត់មានសិលអត់មានទានស្ពាយទៅញោមសុំសង្ឃឹមថាមកកើតជាមនុស្សទៅតែឯងជាការល្អណាស់អញ្ចឹងបាននឹកឃើញមួយទៀតនិយាយពីនន្តយៈដល់តែពុទ្ធប្រាក់ឡើងក៏តាមសាលាស្បាយបងលេដល់តែក៏តាមសាលាស្បាយបងមួយស្រេចចាក់ទឹកស្នោទូគេហៅថាតេកណាតកៈនឹងចាក់ទឹកជាកបិនបាក់ទៅលើដៃព្រះអង្គស្រាប់តែវាមានទឹកផុសចាំនៅតាបតឹង